អ្នករសាសិលអ្នកប្រព្រឹត្តធម៌នេះមិនសូវទឹកភ្នែកទេហើយក៏មិនសូវមានសេចក្តីក្តៅក្រហាយដែរអាត្មាចំណាំមើលយាយស្រុកស្រែណាអ្នកតាមខេត្តស្រុកស្រែដូចជាព្រៃវែងក៏ដោយតកែវដល់ឲ្យតែអ្នកជនបទចាស់ដែលគាត់សុំសិល8សុំសិល10នឹងទោះបីជាគាត់ហូបបាយប្រហុកក៏គាត់ហូបទាំងញញឹមហើយសើចលឺតែ3តែ2តែ3នោះនិយាយគ្នាគាត់ចាស់នឹងសើចលន់តែ2តែ3នោះហូបតែបាយប្រហុកបាយអំបិលបាយបុក7តែគាត់សើចលឺតែ2តែ3មានន័យថាមិនសបញ្ជាក់ឲ្យឃើញថាអាសេចក្តីល្អដែលគាត់ធ្វើរាល់ថ្ងៃហ្នឹងគឺសេចក្តីសុខមិនមែននៅលើរបស់ឆ្ងាញ់ដែលបានមកដោយក្តៅក្រហាយទេទោះបីគាត់ដេកអានៀបក៏គាត់ដេកលក់ស្រួលសមុខរហូតដល់ម៉ោង8ព្រឹកបានងើបក៏មានដែរហេតុអីបានដេកអានៀបសោះដេកលក់តាំងពីម៉ោង9រហូតដល់ម៉ោង8ព្រឹកនៅដល់អត់ទាន់ងើបលក់ស្រួលម្លេះបើអត់មានពូកតុនដូចគេផងដោយសារគាត់សបាយផ្លូវចិត្តថាគាត់ដេកអានៀបមែនតែអានៀបនឹងអានៀបដោយសុចរិតដោយយុត្តិធម៌ឃើញវាសុកឯងញោមនាំសុកផ្លូវចិត្តឲ្យគាត់តែបើយើងហូបមន់មែនដេកសាឡុងដេកពូកមែនតែបើយើងធ្លាប់ប្រឡាក់ដោយសេចក្តីអាក្រក់ណាពងស៊ីផ្លូវមន់ហ្នឹងហេម៉ែវាពងដេកលើពូកពងស៊ីផ្លូវមន់ណាឯងយើងវិឡារាល់ថ្ងៃដែលបានមកណាហ្នឹងបានទៅស្រួលទេអញមិនដឹងថ្ងៃណាគេរកឃើញគេដាក់ខ្នោះអញទៅទេខ្ញុំឃើញទេទាំងដេកទាំងដើរអត់មានសេចក្តីសុខទេសេចក្តីអាក្រក់ដែលយើងធ្លាប់ប្រឡាក់ហើយគឺវាលងបន្លាចផ្លូវចិត្តយើងចនិចនាំឲ្យយើងក្តៅក្រហាយក្នុងโลกនឹងផងរហូតដល់ដាច់ខ្យល់ទៅក្តៅក្រហាយក្នុងโลกខាងមុខទៀតតែសេចក្តីល្អដែលយើងធ្វើហើយរមែងរីករាយនៅក្នុងโลกនឹងផងរីករាយក្នុងโลกខាងមុខផងមកទាហោដោយកូនចៅធ្វើបន់ឲ្យម្ដាយយើងថ្ងៃហ្នឹងសប្បាយចិត្តទេសប្បាយស្រោចទឹកឲ្យម៉ែថ្ងៃមិញសប្បាយចិត្តទេសប្បាយចឹងពេលណាយើងនឹកឃើញរឿងស្រោចទឹកឲ្យម៉ែដោះក្អែលឲ្យម៉ែថ្វាយអង្គមម៉ែលើកដៃសាពះម៉ែយើងនិយាយផ្លូវចិត្តយើងឲ្យត្រង់ជាមួយលោកមើលពេលណាយើងងូតទឹកឲ្យម៉ែពេលណាយើងនឹកឃើញរឿងងូតទឹកឲ្យគាត់យើងសប្បាយចិត្តហ្នឹងមិនចឹងពេលណាយើងនឹកឃើញយើងអោបគាត់យើងថើបគាត់យើងសប្បាយចិត្តហ្នឹងមិនចឹងប៉ុន្តែពេលណានឹកឃើញអញធ្លាប់ជេរម៉ែម្ដងអាហ្នឹងសប្បាយហើយក៏កើតទុកច្បាស់ជាមានវិបដិសារីតូចចិត្តខ្លួនឯងថាអញមិនគួរណាថ្ងៃហ្នឹងជេរម៉ែសោះហ្នឹងឃើញវាឲ្យយើងក្តៅកាហាយផ្លូវចិត្តហ្នឹងអញ្ចឹងបានព្រះអង្គសម្ដែងថាឲ្យយើងរៀនព្យាយាមចម្រើនទៅនៅសេចក្តីល្អកុំនិយាយរឿងញាតិញោមមិននិយាយខ្លួនឯងទៀតមកកាលនៅម៉េងមកធ្លាប់ធ្វើខុសម្ដងដែរហើយម្ដាយអាត្មានេះផ្ដាំគ្រប់ពេលទាំងអស់ការដែលគាត់នៅរស់គ្រួសារអាត្មាក្រណាស់កើតមកមិនដែលឃើញមុខម្ដាយឪពុកទេហើយណាកើតមកភ្លាមគាត់យកយើងទៅផ្ញើជាមួយអ៊ីនៅចិត្តផ្ទះហ្នឹងឲ្យបៅដោះជាមួយគេហើយគាត់បោះអាទេសល័យឡើងទៅភ្នំកាប់តាពាំងយកមកដូរអង្គគេទៅ3 4ថ្ងៃអីបានចុះមកវិញចុះពីភ្នំមកវិញទៅគ្នា4 10អាទេសចឹងទៅហើយពេលណាអាត្មាចេញទៅរៀនគាត់ផ្ដាំហើយគាត់ផ្ដាំតាកូនណាកូនឯងអត់ឃ្លានអាម៉េចក៏ដោយក៏មានដៃមានជើងទៅយករបស់គេណាកូនអាដែលមេរៀនហ្នឹងគាត់សូត្ររាល់ព្រឹកឲ្យតាកាន់ក្តារលើកដៃសាពះម៉ែកូនសុំទៅរៀនហើយគឺម៉ាមុនចេញទៅរៀនគឺម៉ែខ្ញុំសុំទៅរៀនណាហើយលើកដៃសាពះទៅអត់មានបាន1000ដូចក្មេងឥឡូវទេម៉ែខ្ញុំសុំទៅរៀនហើយបាយកកម្ដុំលើកដៃសាពះទៅដាក់បាយកកម្ដុំលើដៃហ្នឹងហើយគាត់ផ្ដាំថាកូនឯងណៅហេវយ៉ាងណាអត់ឃ្លានយ៉ាងណាក៏ដោយណាកូនគ្រួសារយើងក្រក៏ដោយអត់ឃ្លានប៉ុណ្ណាក៏ដោយកូនមកហូបបាយផ្ទះយើងវិញក៏មានដៃមានជើងកុំលួចរបស់គេកុំយករបស់គេកុំសុំគេហ្នឹងហើយបើឃ្លានខ្លាំងកុំលួចសុំគេហ្នឹងគាត់ផ្ដាំដដែលប៉ិននៅតែអាត្មាធ្វើខុសព្រោះតនៅវត្តតាំងអាយុ5ឆ្នាំនោះយាយលោកគ្រូយកទៅនៅវត្តតាំងអាយុ5ឆ្នាំអាពេលមួយនៅម៉េងវាអត់ដឹងយាយញោមចាំមើលណាអាសេចក្តីអាក្រក់ដែលយើងធ្លាប់ធ្វើហ្នឹងវាលងបន្លាចយើងពេញមួយជីវិតញោមទោះបីយើងធ្វើហើយរាប់រយឆ្នាំអាដាច់ខ្យល់ទៅហើយក៏នៅតែក្តៅកាហាយដែរអញ្ចឹងបានព្រះអង្គសម្ដែងព្យាយាមឲ្យយើងកុំប្រឡាក់ដោយសេចក្តីអាក្រក់កុំប្រឡាក់ដោយសេចក្តីអាក្រក់ពេលមួយនៅម៉េងហ្នឹងក្មេងវត្តប្រហែលជា10 20នាក់ហ្នឹងអាទឹកហាយទឹកជ័រទឹកអីហ្នឹងនាំនេះទៅមើលល្ខោនផ្ទះតាហោជំនាន់ហ្នឹងមានតាហោហ្នឹងល្បីជាងគេមកខេត្តតាកែវហ្នឹងគាត់កូនចៅគាត់នៅពេញទាំងអស់អញ្ចឹងពេលធ្វើបន់ចូលឆ្នាំម្ដងគាត់ជួលល្ខោនមកហើយល្ខោនភីសទ្ធិភីសគុណធីជំនាន់ហ្នឹង570000 600000អញ្ចឹងឥឡូវនេះជាង10លានជួលអត់បានទេតកក់មុនចង់កន្លះឆ្នាំអីនោះហើយដល់មកវិញអាពេលចិត្តភ្លឺស្រាំងម៉ោង5ជាង6នេះអាចប់ល្ខោនដើមមកវិញវាហេវដល់ហេវលួចបេះអាលឹកតាហនណាតាហនលិចវត្តណាលួចអាលឹកគេតាមអាសាទេញោមណាតាំងពីនៅអាយុ6 7ឆ្នាំលួចអាលឹកតាហនអាសាហ្នឹងណា
ទល់តាថ្ងៃហ្នឹងអាយុ40ហើយឲ្យតាទៅស្រុកពេលណាឃើញមុខតាហោនអោនមុខចុះរហូតហើយឃើញមុខតាហោនអោនមុខចុះហើយជូនគាត់20,000 30,000រាល់ពេលដែលទៅវាខ្មាស់ខ្លួនឯងណាមានអារម្មណ៍នឹកឃើញតែអញធ្លាប់លួចអាលក្ខតាហ្នឹងបងហ្នឹងណាចឹងបានមកចេះបញ្ជាក់ប្រាប់ញាតិញោមថាសេចក្តីអាក្រក់វាឲ្យយើងក្តៅកាហាយរហូតពេញមួយជីវិតទោះបីយើងធ្លាប់ធ្វើសេចក្តីអាក្រក់ហ្នឹងវាតិចក៏ដោយចឹងសរុបមកវិញអ្វីដែលមកចង់លើកមានន័យថាយើងព្យាយាមសាបព្រោះនៅសេចក្តីល្អហ្នឹងជាមួយម្ដាយយើងឲ្យបានច្រើនពេលណាយើងធ្វើសេចក្តីល្អជាមួយគាត់បានច្រើនឬក៏មិនមែនសេចក្តីល្អហ្នឹងយើងធ្វើបានតែជាមួយម្ដាយយើងទេជាមួយអ្នកណាក៏ដោយមនុស្សសត្វជុំវិញខ្លួនយើងនឹងយើងចង់បានសេចក្តីសុខយើងឲ្យតែសាបព្រោះសេចក្តីល្អដាក់គេឲ្យបានច្រើនទៅសេចក្តីល្អនឹងវាឲ្យពរយើងរាល់ពេលញោមមិនបាច់អាត្មាឲ្យពរមិនបាច់អាចារ្យឲ្យពរទេហើយមិនមែនតែថាតែកន្លែងយើងទេគ្រប់តែកន្លែងឲ្យតែឃើញអីមិនគប្បីមកចេះថាសំបីទៅទេសបនសម្ដេចក៏អាត្មាថារឿងប្រព័ន្ធផ្សព្វផ្សាយស្រុកខ្មែរយើងបើសម្ដេចចង់ឲ្យប្រទេសជាតិរីចម្រើនលឿនពង្រឹងប្រព័ន្ធអប់រំហើយបច្ចុប្បន្នទូទោសយើងរាល់ថ្ងៃអត់មានប្រព័ន្ធអប់រំទេខ្ញុំឯងបើកមកមានតែរំច្រៀងផាក់ស៊ីវាយតប់ទេហ្នឹងអញ្ចឹងទៅកន្លែងណាក៏អាត្មាថាដែរឲ្យតែយើងដើរក្នុងផ្លូវមួយដែលត្រូវឲ្យរីកចម្រើនហើយយើងកំដៅផ្លូវវៀងផ្លូវខុសពីទំនៀមទម្លាប់ប្រពៃណីវប្បធម៌អរិយធម៌ភាសាដូនតារបស់យើងមកពីជំនាន់ដើមមកយើងសម្បូរអ្នកប្រាជ្ញអ្នកចេះដឹងណាសម័យសម្ដេចព្រះសង្ឃរាជជោទញ្ញាណោជួនណាតហើយប្រទេសជាតិរឿងរីកចម្រើនណាស់ដោយសារអីដោយសារយើងឲ្យតម្លៃទៅលើការអប់រំឥឡូវនេះគេមិនសូវឲ្យតម្លៃទៅលើការអប់រំទេព្រោះហ្នឹងយើងកុំនិយាយរឿងហ្នឹងយើងនិយាយរឿងធម៌យើងឯនេះបានណាយើងអ្នកធម៌សូមអនុមោទនាខ្ញុំមើលទូទស្សន៍វិទ្យុបើកមកដែលមានកម្មវិធីប្រឡងគណិតវិទ្យាជីវៈគីមីផែនដីប្រវត្តិរូបភាសាខ្មែរអីអត់ដែលមានកម្មវិធីអស់ហ្នឹងទេបើកមកមានតែរំឲ្យច្រៀងផាក់ស៊ីផ្សាយតែស្រាផ្សាយតែបារីផ្សាយតែគ្រឿងបំពល់សតិមនុស្សហ្នឹងឯងហ្នឹងហើយតាមស្រុកស្រែជនបទវិញមករឹតតែសង្វេគទៀតក្មេងឥឡូវនេះឆ្នាំញៀនចង់ 90% ហើយបងហ្នឹងឈួតអស់ព្រោះចែកដោយក្របស្គរហើយញោមមិនដឹងអ្នកណាគ្រប់គ្រងអ្នកណាបងហ្នឹងសង្វេគណាស់ពិចារណាឲ្យមែនតើបានដឹងថាយើងផ្លិតថឹកនៅក្នុងដល់កម្រិតណាគួរឲ្យសង្វេគប៉ុណ្ណាហ្នឹងហើយយើងមិនដឹងបន្ទោសអ្នកណាទេថ្នាក់ដឹកនាំលោកប្រឹងដែរព្រោះលោកប្រឹងណាស់ប៉ុន្តែពេលខ្លះយើងតឃុំក្រងកូនចៅយើងឲ្យបានល្អទាំងអស់គ្នាយកចិត្តទុកដាក់យប់ឡើងបើមិនមានការងារអីទេកុំឲ្យកូនចេញក្រៅផ្ទះសម័យនេះបានល្អហើយយើងឃុំក្រងគាត់ពិបាកតែ5ឆ្នាំទេប៉ុន្តែដល់ពេលគាត់ចាស់ចិត្តចាស់កំណត់យើងប្រឡែងគាត់ទៅយើងទ្រូងយើងធូររាប់10ឆ្នាំតែបើយើងប្រឡែងគាត់ក្នុងវ័យ20ជាង10ជាង18 20ជាងដែលវ័យកំពុងដើរហ្នឹងបដោយឲ្យវាដើរតែ5ឆ្នាំយើងពិបាកទ្រូងមួយជីវិតអញ្ចឹងយើងគួរយកអាពិបាកហាមគាត់ចិត្តកូន5 6ឆ្នាំនៅពេលដែលគាត់រៀនសូត្រចេះដឹងគាត់ចាស់ចិត្តចាស់កំណត់យើងប្រឡែងគាត់ទៅយើងធូរផ្លូវចិត្តលែងពិបាកទៅមណ្ឌលកែប្រែមកទៅអប់រំមេងតាមមណ្ឌលមកសង្វេគមកមណ្ឌល1000អ្នកជាង800អ្នកជាងហើយគ្រប់មណ្ឌលហើយអាហ្នឹងអាអ្នកមានលុយម៉ែឲ្យមានលុយយកទៅដាក់នៅមណ្ឌលហើយអាអ្នកអត់លុយហ្នឹងនៅពះវាលពះកាលហ្នឹងហ្នឹងអញ្ចឹងសង្គមជាតិយើងទំពាំងស្នងរិស័យយើងនឹងពិបាកហើយអញ្ចឹងតើយើងយកចិត្តទុកដាក់ទាំងអស់គ្នាណាញោមយកចិត្តទុកដាក់ជាមួយកូនចៅទាំងអស់គ្នាអញ្ចឹងបានមកដើរទេសតាមខេត្តអីមកចេះបិណ្ឌបាតគាត់រឿងកុំអាលឲ្យកូនទៅធ្វើការរោងចក្រកុំអាលឲ្យកូនទៅធ្វើសំណង់លើកទឹកចិត្តកូនឲ្យកូនរៀនចប់ចុងចប់ដើមបញ្ញត្តិញោមនៅផ្សារនៅក្រុងនេះគាត់យល់អាហ្នឹងប៉ុន្តែអ្នកតាមខេត្តមកចេះដើរបិណ្ឌបាតសុំអញ្ចឹងបងហ្នឹងមកឥឡូវយើងស្ដាប់ធម៌ទាំងអស់គ្នាសូមអនុមោទនានមត្ថរតនតយសទូលព្រះបង្គំខ្ញុំព្រះករុណាម្ចាស់សូមលើកកំបងកងអេញ្ជលីគោរពនិងនមស្ការចំពោះព្រះប្រជុំ3នៃត្រៃរតន៍គឺពុទ្ធរតន៍1ព្រះធម្មរតន៍1និងព្រះសង្ឃរតន៍1តរេអ្នកដោយសេចក្តីគិរវៈជ្រះថ្លាដល់ពងពោះឧត្តមឧត្តមប្រសើរស្មើដោយជីវិតសពកាលសូមនមស្ការក្រាបថ្វាយបង្គំសម្ដេចព្រះថេរានុត្រៈគ្រប់ព្រះអង្គទាំងក្នុងនិងក្រៅប្រទេសជាពិសេសសូមចម្រើនពរចំពោះលោកគ្រូចាលោកយាយលោកតាពុទ្ធបរិស័ទសាធុសពបរិស័ទប្រុសស្រីអាដាមលោកជំទាវអ្នកអញ្ញាអស់លោកស្រីពុទ្ធបរិស័ទទាំងអស់ដែលបានគោរពអញ្ជើញចូលរួមសម្ដាប់ព្រះសទ្ធំនាវេលាឱកាសថ្ងៃនេះ
ថ្ងៃនេះម្ចាស់ផ្ដើមទានប្រធានបញ្ញកម្មទាំងអស់ទាំងបុត្រវសាបុត្របង្កើតចៅវសាចៅបង្កើតនៃលោកអ្នកមានគុណទាំងទ្វេគឺអ្នកម្ដាយនាមឧបាសិកាសោមគូដែលត្រូវជាអ្នកម្ដាយត្រូវជាជីដូនណាដែលលោកនៅជាមលុបដតជាសម្រាប់កូនចៅប្រុសស្រីនេះកូនចៅប្រុសស្រីទាំងអស់នឹកឃើញគុណរលឹកឃើញគុណបានចម្រើនទៅនៅកិច្ចកតវេទីគឺការតបទៅនៅកុសលធម៌គឺសេចក្តីល្អដុសចេញពីហត្ថយារបស់យើងគ្រប់គ្នាជាកូនចៅប្រុសស្រីបានប្រព្រឹត្តទៅនៅបញ្ញនិធិមួយដល់ប្រសើរដែលយើងឲ្យនាមប្រកាសហៅថាពិធីបុណ្យបច្ច័យ4និងចម្រើនវិជនជូនចំពោះអ្នកម្ដាយជូនចំពោះជីដូនរួមនឹងពិធីបុណ្យគម្រប់ខួប3ឆ្នាំសង្កតាតក្កណានុបទានជាកិច្ចឧទ្ទិសទៅនរលកុសលធម៌ថ្នាក់ទានថ្នាក់សិលថ្នាក់ភាវនាជាបញ្ញនិធិសម្រាប់លោកឪពុកនាមឧបាសកអិនជុនដែលលោកបានចត់តិបរិសន្ធិឃ្លាប្រត់អំពីយើងគ្រប់គ្នាទៅកាន់លោកមួយផ្សេងទៀតហើយម្ចាស់ផ្ដើមទានប្រធានបញ្ញកម្មមានអ្នកស្រីទូចសុភណានិងលោកឆិតសុកច័ន្ទព្រមទាំងបុត្រឧបាសិកាអិនណៃស៊ីមព្រមទាំងបុត្រឧបាសិកាអិនលៀងអ៊ីមនិងឧបាសកថៃថុលព្រមទាំងបុត្រឧបាសកឈឿនព្រមទាំងបុត្រអ្នកស្រីអិនសុកកញ្ញានិងលោកម៉ែនវុទ្ធាព្រមទាំងបុត្រលោកអិនបណ្ណានព្រាយាព្រមទាំងបុត្រលោកអិនភួននិងព្រាយាព្រមទាំងបុត្រនឹងហើយញោមណឥឡូវយើងបានដឹងដំណឹងឮនឹងជ្រាបគ្រប់គ្នាអស់ហើយកម្មវិធីបុណ្យនេះប្រព្រឹត្តទៅនៅគេអដ្ឋានរបស់លោកឆិនឆិតសុកច័ន្ទស្ថិតនៅផ្ទះលេខ 5A ផ្លូវ99សង្កាត់ទួលសង្កែខណ្ឌរិស័យកែវរាជធានីភ្នំពេញនឹងថ្ងៃនេះយើងទាំងអស់គ្នាជាកូនចៅប្រុសស្រីទាំងអស់នឹកឃើញគុណរលឹកឃើញគុណរបស់លោកឪពុកនិងអ្នកម្ដាយទាំងទ្វេគ្រាន់តែលោកឪពុកនឹងបានឃ្លាតព្រាត់ពីយើងជាកូនចៅប្រុសស្រីទៅហើយប៉ុន្តែតម្លៃនៃសេចក្តីល្អរបស់លោកឪពុកនឹងមិនបានឃ្លាតព្រាត់ពីក្នុងសន្តាននៃចិត្តរបស់យើងទេទោះបីជាលោកឪពុកឃ្លាតព្រាត់តែរូបកាយដោយពិតអស់រយៈកាល3ឆ្នាំដោយពិតប៉ុន្តែតម្លៃនៃសេចក្តីល្អរបស់លោកឪពុកនឹងបានដក់ជាប់ក្នុងហត្ថយាបេះដូងរបស់យើងជាកូនចៅប្រុសស្រីនឹងជានិច្ចទោះបីជាលោកឪពុកស្លាប់ទៅអស់រាប់រយឆ្នាំដោយពិតប៉ុន្តែតម្លៃនៃសេចក្តីល្អនឹងក៏នៅតែមិនអាចឃ្លាតព្រាត់ពីចិត្តរបស់យើងជាកូនចៅប្រុសស្រីតែនឹងដែលយើងគួរគប្បីយកមកជាកតិសម្រាប់ពិចារណាក្នុងដំណើរជីវិតប្រព្រឹត្តទៅរបស់យើងគ្រប់គ្នាដែរញោមបងមនុស្សយើងម្នាក់កើតមកគួរបន្សល់ទៅនៅតម្លៃនៃសេចក្តីល្អអីខ្លះដើម្បីទុកឲ្យកូនឲ្យចៅឲ្យញាតិរបស់យើងដែលនៅរស់នឹងគេចងចាំគេនឹករលឹកហើយគេដើរតាមកន្លងរបស់យើងដែលជាចាស់ទុំជំនាន់មុនឧបមាថាយើងជាម្ដាយជាឪពុកជាជីដូនបានបង្កើតកូនមកត្រូវចិញ្ចឹមគេដោយបច្ច័យ4ដោយល្អនឹងដោយអ្នកម្ដាយនាមឧបាសិកាសោមគូអញ្ចឹងគាត់បង្កើតកូនមកគឺចិញ្ចឹមកូនដោយបច្ច័យ4ឲ្យកូនរស់នៅធំធាត់មានសាច់ឈាមល្អប្រណិតណកំឡោះកំមុំល្អប្រសើរគ្រប់គ្នាកក់ក្ដៅគ្រប់គ្នាហើយសង្គ្រោះកូនដោយសង្ឃហធម៌5ទៀតសត្វបាំងសិក្ខាបេនតិកល្យានេនិវេសេនតិមានន័យថាពេលកូនកើតមកមិនត្រឹមតែចិញ្ចឹមរូបកាយឲ្យធំទេបញ្ជូនកូនឲ្យតែសិក្សារៀនសូត្រមានចំណេះកូនមានចំណេះធំបន្តិចទៅហាមកូនមិនឲ្យសែបគប់បាប្រមិតឲ្យដើរជាមួយមនុស្សល្អណាម្ដាយល្អពុកល្អដែលកូនចៅគេចងចាំក្នុងហត្ថយារបស់គេណាហើយកូនធំកំមុំកំឡោះទៅរៀបចំឲ្យកូនមានប្តីមានប្រពន្ធពេលរៀបការរួចចប់សពគ្រប់តែងចែកគេអាកផ្ដល់ដំបូន្មានដល់កូនចៅប្រុសស្រីណាជានិច្ចគ្រប់ពេលគ្រប់វេលាព្រមដោយការគ្របសង្កត់ដោយព្រហ្មវិហារធម៌4លើសង្ឃហធម៌5ទៀតគឺសេចក្តីអាណិតស្រឡាញ់សន្តោសមេត្តាចិត្តទៅរកកូនគ្រប់ខណៈចិត្តទាំងអស់តែនឹងហើយដែលជាតម្លៃនៃសេចក្តីល្អក្នុងនាមជាម្ដាយជាឪពុកដែលយើងត្រូវសាបព្រោះទៅលើកូនចៅប្រុសស្រីរីឯកូនចៅប្រុសស្រីក៏ត្រូវសាបព្រោះនៅតម្លៃនៃសេចក្តីល្អនឹងចំពោះមាតានិងបិតារបស់យើងវិញដូចគ្នាបើលោកចិញ្ចឹមយើងដោយបច្ច័យ4យើងចិញ្ចឹមលោកដោយបច្ច័យ4ដូចគ្នាបាយទឹកនំចំណីត្រីសាច់លុយកាក់ប្រាក់កាសសម្ពុតអាវសាវស្បៃតុកកៅអីសលៃមុខទឹកដោះគោខាត់ទឹកដោះគោរាវតែស្ករសថ្នាំសង្កូវជាបារោគឈឺជាក្រៅរងាយកចិត្តទុកដាក់ផ្លូវចិត្តផ្លូវកាយអាហ្នឹងហើយគឺជាការថែរក្សាលោកដោយបច្ច័យទាំងឡាយ4ដោយយកចិត្តទុកដាក់ដូចលោកថែរក្សាយើងដែរមួយទៀតលោកសង្គ្រោះយើងដោយសង្ឃហធម៌5យើងក៏ត្រូវសង្គ្រោះលោកដោយសង្ឃហធម៌5លោកហាមយើងមិនឲ្យប្រព្រឹត្តសេចក្តីអាក្រក់ចឹងយើងសង្គ្រោះលោកទី1គឺ
nào lục phải chun dương ở từ sắc xa riêng sốt miền chấm nét che đăng tì muối dương tầng ở kia đọ cách từ rẹp ngôn sào cách hàng này sang cái sa mỹ dương sừng cua cót đọ cách từ rẹp ngôn sào bị quạt chặt tới câu lỏ lên oi mai ở thực càng nhiệt ngôn thôn và tọa máu cứ prot để bắt luôn là xong chỉ nét song từ cố miền đây thà bao mà đai ở bốc dương sờ lạnh chặt bật thì cha cột chặt bật thì cha dương cột chặt bật thì cha miền đây thà quạt đao nong plau lỏ bài ná dương nòm kia đao tam cần lon bọc quạt nằng sừng cua tì pì sừng cua tì bấy miền đây thật thay là sa pui mày ao trong bán à nâng miền này thật trò miền ấy trong ao thật thay là sa pui pung vung thật câu dưới ngồi thay nô mình chẳng ai nhung cú nâng ai mình nè trong bán là pui để miền tầm lấy thay nô để tàu nam mau na kia cột cái ao tầm lấy kia từ xa tiền chất tiền ngày chẳng miệt đa bay đa cột rút trong bán là nâng chẳng dương thay là xa nâng đôi lõ một thời dưới ban sừng cua quạt tì bảy sừng cua tì 4 p đài quạt chạy trọp sầm bát ở dương thay là xa quay đây chỉ nhớ chiêm bọc quạt nó ngồi nấu cùng vong nâng một ta sờ lạnh ao nè lắc mai ca oi chạy trọp oi te mà là quen oi ca hai ban mà tất lộ te mà là quen chặt tôi lên rồi này à nâng một thời dương nào ọt ban thay là xa nơi ở quay đây chỉ nhớ chiêm đây chỉ đây sừng khâm rồi bọc quạt chấm po dương ấy mùi tiết pe để quạt slap tới đôi con trao pung thưa ngay nâng chân à sang kẹt ta tẹt cái nào nộp tiền cùng rục khô cái nhớ dương trâu sừng cột cót cứ trâu sừng cột để thò nâng và tọp máu lô crop sừng cọt dương để prom về thọ 4 dương cả trâu do thọ 4 cả song cọt đó tì muối sệt thìa tì pế say lẹ tì bấy chạ kẹt tì 4 bài nhà bờ mai toàn miền sệt thìa côn lỏ che đặc năm mai ở miền sệt thìa chiều bon chiều bạc mai ơi mình toàn miền sál côn lỏ đặc năm mai ở để xa sờ mai ơi mình toàn che lẹ vơ bon oi tiếng côn lỏ che non mà đai ở bốc vơ bon oi tiền mà đai ở bốc miền tâu nông mạch cha tật thế sa sật tật thế oi che tật thế mà đai ở bốc nhang miệt đà bay đà nâng ở tâu chưa một cốt sầm á tật thể nè thò tầng 4 nâng để dương trâu son mà đai ở bốc bao dương nên mà bắt đầu tích về riêng nào thằng đờm để dương nắc khơi côn rồi lắc khơi côn nâng đầm lại nên sẽ đây lọ rồi bao miệt đà bay đà bao dương nó cứ máu bị lốp chỉnh trăm dương đây phải chạy 4 sòng cro dương để sang cả hạ thò prắm crop sòng cọt dương để prom về là thò 4 thò teng đập bay nâng hai đây chia đầm lại nên sẽ đây lọ để dương cắt lại giọt bàn hai bởi dương cắt tam rô bật thó côn để dương cắt tam rô bật thó dương ai rọp bàn ốc má có tinh bay chương ở dương của màn cu tinh ao ở dương của màn sầm ráp phần tay côn để dương cắt nó không niêm mà thó cứ cắt không hạ tự nhiên đây sẽ đây sờ lanh để con miên chụp dương ai rọp bàn này tận nắng ấy đại lô sầm đai thó ai cha vậy thó cha vậy thầm mai âu miên côn trao chi anh này anh non là côn là sạm mà côn praman là côn anh này cặp là côn để ta côn trao chi anh này rọp mình ban praman mình trao nó cứ nâu tròn côn nó không hạ tự nhiên để quạt đắc sẽ đây sờ lanh ca bỏ rom can nức rồi lắc chấm po dương nó không hạ tự nhiên bỏ quạt nó dương vua sẽ đây sờ lanh bỏ quạt ở ban mình đăng thật tùng hôm nay sẽ đây sờ lanh bao mai âu đặng mà lơ câu nó vượt thum thêm phần nào tê không chặt quạt dương vua hot bàn tê trong này thà vua plau chất này sẽ đây sờ lanh bọc con chụp dương ọt bàn nâng hái đại lô sầm đai thật côn nông vùi trao nè rọp mình ban vào man mình trừ thấy bà dương coi rọp tam rô và thó họ nắc tại anh tặng đăng cái đây máu máy đôi tâm tinh bài chương ở nhóm ban pi pon rồi mẹ tê hay kháo đôi ban phèm pon khao hay áo đôi ban phèm pon ao bà dương rọp chẳng ban con thằng cao rô và thó để dương mơ khơiแต่เนียมมาทอพลาวจัดบกอดนะđể dương mơ mình khơi nhá con cứ sẽ đây sờ lanh hạ tử gì đọc tranh việc bẹt đồn bọc quạt crop sờ cọt lời dương vua hot bàn tê mà đây ở bộ clap pe con chữ trong chữ cho nuôi con đấy mẹ này gì cú pe này chữ trong chữ cho nuôi con đôi cà mà nơi mày mà chăm bàn nhung bạch lợt ở tia ho gì cú lợt mà đây luôn anh học bộ mà chia bật thiên mà nó bay hà nôn chỉ môi nhôm say nó căn cái trai từ chỉ môi còn hay đó là lại tầng người mơ lơ tao phải cho nằm bay sắc bay đom nó cái cặp đạch bẹ cả đào tao phải cho một đạch nó là lớn á hay là dương chương nó mày tôi việc chay thì nó chẳng nữa đó là pe lại người mơ lớn với chụp một chương đạch chương ấy tôi là lời nó nhốt vào trong đạch nó so tăng lăng trên đài chương đó nó so là tờ say để cho tờ say thông bao viếng và là tờ say chia mấy đạch hô đôi như chừng hay nhôm nệ nhôm sấy đọc khơi cho con slot con thời ăn cá thấy sấy chào lao tới nhôm pro này rốt cho phải lơ tia máu sờ van nôm đặt chương nâng tấu hay rốt tờ ro mà om ro say con do bọc mua chỉ môi năm chục môi ấy nó mua ấy ly ma rốt là hốt đọt tẹt pẹt chôn đấy gì đây phải pi cả lỗ ly rốt máu giấy cho miên mà tô miên con này chỉ non đấy đó là ly rốt ta đó nâng cái ọt hiên mớ pẹt thò mà đá giấy hay nằm
8 ជាង 8 9 90 នេះ ពេទ្យស្រុកស្រែល្មមមិនហ៊ានមើលទេដល់អញ្ចឹងណោខ្ចីម៉ូតូខ្ចីកង់គេធាក់ទៅដល់អង្គតសោមមកដល់សាអង្គសោមហ្នឹងគាត់ដប់កង់ណាធាក់មកដល់3មកដល់អង្គសោមគេអត់ហ៊ានមើលទៀតគេថារុញទៅពេទ្យតកែវញ៉ឹងចុះវាដាច់ធំពេកយកវាដាច់ចង់ដាច់ជើងបាត់ហើយឈាមវាហូររហូតអញ្ចឹងគាត់បីយើងតាំងភ្លៀងហើយធាក់កង់តាំងពីសាអង្គសោមរហូតដល់សាតកែវទៀតបាននឹកឃើញទំហំនៃសេចក្តីស្រឡាញ់របស់ម៉ែឪនេះហើយមកតែងដកជាប់នៅតម្លៃនៃសេចក្តីល្អរបស់ម៉ែឪនឹងក្នុងកែវភ្នែកក្នុងខួរក្បាលយើងជានិច្ចឧបមាដូចញោមស្រីមកកាលគាត់នៅរស់គាត់ទៅស្ដាប់ច័ន្ទសរុនសោកធុនស្ដាប់បាក់គេនិយាយរឿងម៉ែខ្លួនឯងប៉ិនមកប្រៀបជាមួយយីគូណាឲ្យកូននឹងរៀនពិចារណាពីតម្លៃនៃសេចក្តីស្រឡាញ់របស់ម៉ែឪចំពោះយើងកាលគាត់នៅរស់ញោមគាត់ទៅស្ដាប់បាក់គេឆ្នាំ90ហ្នឹងច័ន្ទសរុនសោកធុនហ្នឹងគាត់នៅជាមួយសុកអាននៅខេត្តតាកែវហ្នឹងពង្រឹងបាក់ខេត្តតាកែវហ្នឹងអញ្ចឹងច័ន្ទសរុនសោកធុនទៅនិយាយរឿងបាក់ហ្នឹងគេប្រាប់មេភូមិមេឃុំឲ្យប្រកាសប្រាប់ប្រជាពលរដ្ឋគាត់ទៅអង្គុយតាំងពីម៉ោង6ទៅចាំគេមុនម៉ោង7កន្លះហើយបានគេមកដល់អត់តាន់បានបាយបានអីទេទៅអង្គុយចាំគេតាំងម៉ោង6ហ្នឹងចាស់ហ្នឹងហើយតាំងពីព្រឹករហូតដល់ម៉ោង1ថ្ងៃត្រង់ម៉ោង2 10បានគេបែកទៅហូបបាយបែកគ្នាទៅមកព្រឹកទៅថ្ងៃត្រង់ហ្នឹងគេឲ្យតែនំប៉័ងមួយកណាត់ទេមានតែនំប៉័ងមួយហ្នឹងគេកាច់ជា2ហើយអាត្មានេះតែញោមទៅណារត់ទៅតាមបងអញ្ចឹងគេកាច់ជា2ហ្នឹងគឺអាកូននៅក្បែរផ្លូវហ្នឹងក៏អត់តឲ្យស៊ីដែរខ្ចប់នំហ្នឹងកាន់រហូតហើយខ្ចប់ជាងកម្មាមកដល់ផ្ទះកូនវា6នាក់ផ្ទះអាស្រី3ប្រុស3អញ្ចឹងគាត់កាត់ជា6ចម្រៀកឲ្យម្នាក់មួយកណាត់ហើយសួរតែគាត់ហេវឯងញោមកាន់នំប៉័ងមកព្រឹកហ្នឹងហេវពេលមួយទៀតដែលអាត្មាចាំបានគឺទៅបាំងស្កូលផ្ទះគេអ្នកចែកដីគេពីម្ពិញទៅគេឲ្យផ្លែប៉មមួយផ្លែទេញោមខ្ចប់ផ្លែប៉មហ្នឹងមកពុះជា6ចម្រៀកឲ្យកូនទៀតអានេះដែលយើងគួរចងចាំក្នុងបេះដូងយើងជានិច្ចទោះបីជាគាត់ស្លាប់ទៅអស់200-300 ឆ្នាំក៏តម្លៃនៃសេចក្តីល្អរបស់លោកហ្នឹងគឺនៅក្នុងហត្ថយារបស់យើងជានិច្ចរហូតដល់យើងផុតរលត់ទៅតម្លៃនៃសេចក្តីល្អហ្នឹងអញ្ចឹងកូនចៅប្រុសស្រីដូចគ្នាយើងនឹករលឹកគ្រាល្អដែលម្ដាយឪពុករបស់យើងដូចជាលោកឪពុករបស់យើងគាត់ស្លាប់ទៅ3ឆ្នាំដោយពិតប៉ុន្តែគាត់ស្លាប់តែរូបកាយទេប៉ុន្តែពាក្យទូមាននិងតម្លៃនៃសេចក្តីល្អផ្សេងដែលលោកឪពុកធ្លាប់ថែរក្សាយើងត្រូវដកជាប់ក្នុងបេះដូងយើងជានិច្ចហើយបើលោកសាបព្រោះសេចក្តីល្អមកលើយើងក៏ត្រូវនាំគ្នាប្រឹងចម្រើនសេចក្តីល្អទៅកាន់លោកវិញព្រោះអាសេចក្តីល្អហ្នឹងវាឲ្យវិបាកជាសុខញោមត្រូវចំណាំអញ្ចឹងសេចក្តីល្អហ្នឹងមិនមែនត្រឹមឲ្យគេឈ្មោះកិត្តិយសមកយើងល្អទេគឺវាឲ្យសេចក្តីសុខផ្លូវចិត្តដល់យើងជានិច្ចហើយព្រះអង្គសម្ដែងតែអ្នកធ្វើល្អហ្នឹងមិនមែនឲ្យសុខតែជាតិហ្នឹងទេឲ្យសុខគ្រប់ជាតិមិននិយាយឲ្យងាយស្ដាប់ឲ្យសុខក្នុងលោកទាំងពីរអាលោកហ្នឹងក៏សុខលោកខាងមុខក៏សុខមកឧទាហរណ៍ដូចយាយរាល់ថ្ងៃអ្នកសុំសិល8សិល10ឯដូចយាយគូឯសិលប៉ុន្មានទេយាយគូសិល8ឃើញទេហើយយាយគូដែលទឹកភ្នែកក្តៅកាហាយដេកអត់លក់អីញោមដែលដែរអ្នករសាសិលអ្នកប្រព្រឹត្តធម៌នេះមិនសូវទឹកភ្នែកទេហើយក៏មិនសូវមានសេចក្តីក្តៅកាហាយដែរអាត្មាចំណាំមើលយាយស្រុកស្រែណាអ្នកតាមខេត្តស្រុកស្រែដូចជាព្រៃវែងក៏ដោយតកែវរកឲ្យតែអ្នកជនបទចាស់ដែលគាត់សុំសិល8សុំសិល10នឹងទោះបីជាគាត់ហូបបាយប្រហុកក៏គាត់ហូបទាំងញញឹមហើយសើចលឺតែ3តែ2តែ3នោះនិយាយគ្នាគាត់ចាស់នឹងសើចលន់តែ2តែ3ណាហូបតែបាយប្រហុកបាយអំបិលបាយបុក7តែគាត់សើចលឺតែ2តែ3មានន័យថាម៉េចសបញ្ជាក់ឲ្យឃើញថាអាសេចក្តីល្អដែលគាត់ធ្វើរាល់ថ្ងៃហ្នឹងគឺសេចក្តីសុខមិនមែននៅលើរបស់ឆ្ងាញ់ដែលបានមកដោយក្តៅកាហាយទេទោះបីគាត់ដេកអានៀបក៏គាត់ដេកលក់ស្រួលសមុខរហូតដល់ម៉ោង8ព្រឹកបានងើបក៏មានដែរហេតុអីបានដេកអានៀបសោះដេកលក់តាំងពីម៉ោង9រហូតដល់ម៉ោង8ព្រឹកនៅតែអត់ទាន់ងើបលក់ស្រួលម្លេះបើអត់មានពូកតុនដូចគេផងដោយសារគាត់សបាយផ្លូវចិត្តថាគាត់ដេកអានៀបមែនតែអានៀបនឹងអានៀបដោយសុចរិតដោយយុត្តិធម៌ឃើញវាសុខឯងញោមនាំសុខផ្លូវចិត្តឲ្យគាត់តែបើយើងហូបមន់មែនដេកសាឡុងដេកពូកមែនតែបើយើងធ្លាប់ប្រឡាក់ដោយសេចក្តីអាក្រក់ណាពងស៊ីផ្លូវមន់ហ្នឹងហេម៉ែវាពងដេកលើពូកពងស៊ីផ្លូវមន់ណាឯងយើងវិឡារាល់ថ្ងៃដែលបានមកណាហ្នឹងបានទៅស្រួលទេអញដល់ថ្ងៃណាគេរកឃើញគេដាក់ខ្នោះអញទៅទេខ្ញុំឃើញទេទាំងដេកទាំងដើរអត់មានសេចក្តីសុខទេសេចក្តីអាក្រក់ដែលយើងធ្លាប់ប្រឡាក់ហើយគឺវាលងបន្លាចផ្លូវចិត្តយើងជានិច្ចនាំឲ្យយើងក្តៅកាហាយក្នុងលោកហ្នឹងផងរហូតដល់ដាច់ខ្យល់ទៅក្តៅកាហាយក្នុងលោកខាងមុខទៀតតែ
សេចក្តីល្អដែលយើងធ្វើហើយរមែងរីករាយនៅក្នុងលោកនឹងផងរីករាយក្នុងលោកទៅមុខផងមកទីហោដោយកូនចៅធ្វើបន់ឲ្យម្ដាយយើងថ្ងៃហ្នឹងសប្បាយចិត្តទេសប្បាយស្រោចទឹកឲ្យម៉ែថ្ងៃមិញសប្បាយចិត្តទេសប្បាយចឹងពេលណាយើងនឹកឃើញរឿងស្រោចទឹកឲ្យម៉ែដោះក្អែលឲ្យម៉ែថ្វាយអង្គមម៉ែលើកដៃសាពះម៉ែយើងនិយាយផ្លូវចិត្តយើងឲ្យត្រង់ជាមួយលោកមើលពេលណាយើងងូតទឹកឲ្យម៉ែពេលណាយើងនឹកឃើញរឿងងូតទឹកឲ្យគាត់យើងសប្បាយចិត្តហ្នឹងមិនចឹងពេលណាយើងនឹកឃើញយើងអោបគាត់យើងថើបគាត់យើងសប្បាយចិត្តហ្នឹងមិនចឹងប៉ុន្តែពេលណានឹកឃើញអញធ្លាប់ជេរម៉ែម្ដងអាហ្នឹងសប្បាយហើយក៏កើតទុកច្បាស់ជាមានវិបដិសារីតូចចិត្តខ្លួនឯងថាអញមិនគួរណាថ្ងៃហ្នឹងជេរម៉ែសោះហ្នឹងឃើញវាឲ្យយើងក្តៅកាហាយផ្លូវចិត្តហ្នឹងអញ្ចឹងបានព្រះអង្គសម្ដែងថាឲ្យយើងរៀនព្យាយាមចម្រើនទៅនៅសេចក្តីល្អកុំនិយាយរឿងញាតិញោមមិននិយាយខ្លួនឯងទៀតមកកាលនៅម៉េងមកធ្លាប់ធ្វើខុសម្ដងដែរហើយម្ដាយអាត្មានេះផ្ដាំគ្រប់ពេលទាំងអស់ការដែលគាត់នៅរស់គ្រួសារអាត្មាក្រណាស់កើតមកមិនដែលឃើញមុខម្ដាយឪពុកទេថាណាកើតមកភ្លាមគាត់យកយើងទៅផ្ញើជាមួយអ៊ីនៅចិត្តផ្ទះហ្នឹងឲ្យបៅដោះជាមួយគេហើយគាត់បោអាទេសលៃឡើងទៅភ្នំកាប់តាពាំងយកមកដូរអង្គគេទៅ 3-4 ថ្ងៃអីបានចុះមកវិញចុះពីភ្នំមកវិញទៅគ្នា 4-10 អាទេសចឹងទៅហើយពេលណាអាត្មាចេញទៅរៀនគាត់ផ្ដាំហើយគាត់ផ្ដាំតាកូនណាកូនឯងអត់ឃ្លានណាមិនក៏ដោយក៏មានដៃមានជើងទៅយករបស់គេណាកូនអាដែលមេរៀនហ្នឹងគាត់សូត្ររាល់ព្រឹកឲ្យតាកាន់ក្តារលើកដៃសាពះម៉ែកូនសុំទៅរៀនហើយគឺម៉ាមុនចេញទៅរៀនគឺម៉ែខ្ញុំសុំទៅរៀនណាហើយលើកដៃសាពះទៅអត់មានបាន 1000 ដូចក្មេងឥឡូវទេម៉ែខ្ញុំសុំទៅរៀនហើយបាយកកម្ដុំលើកដៃសាពះទៅដាក់បាយកកម្ដុំលើដៃហ្នឹងហើយគាត់ផ្ដាំថាកូនឯងណៅហេវយ៉ាងណាអត់ឃ្លានយ៉ាងណាក៏ដោយណាកូនគ្រួសារយើងក្រក៏ដោយអត់ឃ្លានប៉ុណ្ណាក៏ដោយកូនមកហូបបាយផ្ទះយើងវិញក៏មានដៃមានជើងកុំលួចរបស់គេកុំយករបស់គេកុំសុំគេហ្នឹងហើយបើឃ្លានខ្លាំងកុំលួចសុំគេហ្នឹងគាត់ផ្ដាំដដែលប៉ុណ្ណឹងតែអាត្មាធ្វើខុសព្រោះតនៅវត្តតាំងអាយុ5ឆ្នាំនោះយាយលោកគ្រូយកទៅនៅវត្តតាំងអាយុ5ឆ្នាំអាពេលមួយនៅម៉េងវាអត់ដឹងយាយញោមចាំមើលណាអាសេចក្តីអាក្រក់ដែលយើងធ្លាប់ធ្វើហ្នឹងវាលងបន្លាចយើងពេញមួយជីវិតញោមទោះបីយើងធ្វើហើយរាប់រយឆ្នាំអាដាច់ខ្យល់ទៅហើយក៏នៅតែក្តៅកាហាយដែរអញ្ចឹងបានព្រះអង្គសម្ដែងព្យាយាមឲ្យយើងកុំប្រឡាក់ដោយសេចក្តីអាក្រក់កុំប្រឡាក់ដោយសេចក្តីអាក្រក់ពេលមួយនៅម៉េងហ្នឹងក្មេងវត្តប្រហែលជា10-20នាក់ហ្នឹងអាទឹកហាយទឹកជ័រទឹកអីហ្នឹងនាំនេះទៅមើលល្ខោនផ្ទះតាហោជំនាន់ហ្នឹងមានតាហោហ្នឹងល្បីជាងគេមកខេត្តតាកែវហ្នឹងគាត់កូនចៅគាត់នៅពេញទាំងអស់អញ្ចឹងពេលធ្វើបន់ចូលឆ្នាំអាដៅម្ដងគាត់ជួលល្ខោនមកហើយល្ខោនភីសទ្ធិភីសគុណធីជំនាន់ហ្នឹង570000 600000អញ្ចឹងឥឡូវនេះជាង10លានជួលអត់បានទេតកក់មុនចង់កន្លះឆ្នាំអីនោះហើយដល់មកវិញអាពេលចិត្តភ្លឺស្រាំងម៉ោង5ជាង6នេះអាចប់ល្ខោនដើមមកវិញវាហេវដល់ហេវលួចបេះអាលឹកតាហនណាតាហនលិចវត្តណាលួចអាលឹកគេតាមអាសាទេញោមណាតាំងពីនៅអាយុ 6-7 ឆ្នាំលួចអាលឹកតាហនអាសាហ្នឹងណាទល់តាថ្ងៃហ្នឹងអាយុ40ហើយឲ្យតាទៅស្រុកពេលណាឃើញមុខតាហនអោនមុខចុះរហូតហើយឃើញមុខតាហនអោនមុខចុះហើយជូនគាត់200000 300000រាល់ពេលដែលទៅវាខ្មាស់ខ្លួនឯងមានអារម្មណ៍នឹកឃើញតែអញធ្លាប់លួចអាលឹកតាហ្នឹងហ្នឹងណាចឹងបានមកចេះបញ្ជាក់ប្រាប់ញាតិញោមថាសេចក្តីអាក្រក់វាឲ្យយើងក្តៅកាហាយរហូតពេញមួយជីវិតទោះបីយើងធ្លាប់ធ្វើសេចក្តីអាក្រក់នឹងវាតិចក៏ដោយចឹងសរុបមកវិញអ្វីដែលមកចង់លើកមានន័យថាយើងព្យាយាមសាបព្រោះនៅសេចក្តីល្អនឹងជាមួយម្ដាយយើងឲ្យបានច្រើនពេលណាយើងធ្វើសេចក្តីល្អជាមួយគាត់បានច្រើនឬក៏មិនមែនសេចក្តីល្អនឹងយើងធ្វើបានតែជាមួយម្ដាយយើងទេជាមួយអ្នកណាក៏ដោយមនុស្សសត្វជុំវិញខ្លួនយើងនឹងយើងចង់បានសេចក្តីសុខយើងឲ្យតែសាបព្រោះសេចក្តីល្អដាក់គេឲ្យបានច្រើនទៅសេចក្តីល្អនឹងវាឲ្យពរយើងរាល់ពេលញោមមិនបាច់អាត្មាឲ្យពរមិនបាច់អាចារ្យឲ្យពរទេគឺអាចារ្យឲ្យពរនឹងគឺមានន័យថាលើកទឹកចិត្តឲ្យយើងសប្បាយចិត្តឧទាហរណ៍ឲ្យពរយើងអាយុវែងអាចារ្យគ្រាន់តែលើកទឹកចិត្តឲ្យយើងសប្បាយចិត្តប៉ុណ្ណឹងព្រោះយើងចូល 5000 គាត់ចេះឲ្យអាចារ្យចេះឲ្យអាយុ 120 អាចារ្យខ្លួនឯងអត់ដឹងថ្ងៃណាដែរហ្នឹងហ៎សុំឲ្យយាយកុំឲ្យឈឺអាហ្នឹងក៏លើកទឹកចិត្តដែរបើអាចារ្យខ្លួនឯងអាចារ្យខ្លះនេះសុំឲ្យយាយសុខសប្បាយអាយុវែងកុំឲ្យឈឺណាយាយណាប៉ុន្តែខ្លួនឯងឲ្យពរគេឲ្យសួតចង់ចេញពីផ្លូវមកអាចារ្យខ្លះអញ្ចឹងលើកទឹកចិត្តយើងឲ្យយើងសប្បាយចិត្តប៉ុន្
តែមិនចាំបាច់អាចារ្យឲ្យពរទេដល់រាបណាយើងបានធ្វើល្អដូចសេចក្តីល្អនឹងឲ្យពរយើងគ្រប់ជំហានគឺឲ្យយើងទៅណាដេកដើរឆ្លងអង្គុយអរិយាប័ត្រទាំង4នោះគឺឲ្យយើងសប្បាយចិត្តជានិច្ចរីករាយជានិច្ចគ្រប់ពេលឲ្យតែនឹកឃើញសេចក្តីល្អខ្លួនឯងធ្លាប់ធ្វើពេលណាគឺយើងសប្បាយចិត្តពេលហ្នឹងមកឧទាហរណ៍ពេលមួយមកធ្លាប់ឲ្យកាទៀវមួយចានដល់អ្នកសុំទានមិនមែនធ្លាប់ឲ្យតែមួយចានហ្នឹងទេមកជីវិតមកដើរចែកតាទានគេប៉ាន់មកសប្បាយចិត្តជាងគេពេលឲ្យកាទៀវតាហ្នឹងគឺសប្បាយចិត្តជាងអ្វីទាំងអស់ថ្មចំណាយលុយរាប់ម៉ឺនដុល្លារទៅធ្វើសាលារៀនទៅធ្វើដងទឹកធ្វើស្រះទឹកទៅធ្វើចក្រានបាយតាមមណ្ឌលកែប្រែមណ្ឌលកម្មាកាព្រាញាតិញោមណាមានកូនមានញៀនឆ្នាំទៅដាក់តាមមណ្ឌលកែប្រែហ្នឹងគឺមានចក្រានបាយ Master គ្រប់មណ្ឌលទាំងអស់មកដើរធ្វើតែចឹងប៉ុន្តែអ្វីពេទ្យគាត់ថាឧបហាអីជួយម្ដងរាប់ពាន់រាប់ម៉ឺនប៉ុន្តែអ្វីដែលសបាយជាចិត្តជាងគេគឺសបាយអាកាទៀវ 5000 ដែលឲ្យតារើសអេតចយនឹងឯងមកទៅទេសនៅអ្នកលឿងហើយដល់អាកន្លែងចុះពីស្បាអំពៅទៅហួសអាកន្លែងកាទៀវគេមាត់លឺណាតាមួយហ្នឹងហាងហ្នឹងគឺនៅទៅវិញពេញទៅនៅឆ្វេងដៃតាហ្នឹងមាត់លឺណាស្រែកលឺណាហ្នឹងតុកលេខប្រមាណកាទៀវប្រមាណចានបាយប្រមាណចានស្រែកឲ្យលឺពេញហាងតាមម្ចាស់ហាងហ្នឹងញោមចំណាំញោមណាធ្លាប់ទៅហូបប៉ះចំហាងតាហ្នឹងហើយគ្រាន់តែអង្គុយពុកតាហ្នឹងគាត់ឃើញយើងគាត់មកថ្វាយអង្គមសុំហ្មងគាត់សុំលុយទេគាត់មិនមែនហ៊ានសុំកាទៀវសុំបាយហូបទេមកឃើញថ្ងៃហ្នឹងមកអត់ទេយោមណែខ្ញុំឯងសុំលុយធ្វើអីថាសុំហូបបាយហើយអញ្ចឹងអាត្មាថាបើសុំហូបបាយអញ្ចឹងខ្ញុំឯងមិនបាច់យកលុយទេឥឡូវអង្គុយលើកៅអីអង្គុយសិនយើងមិនឲ្យគាត់អង្គុយជាមួយប៉ុន្តែឲ្យគាត់អង្គុយកៅអីតុកដូចគេដូចឯងអញ្ចឹងខ្ញុំទៅអង្គុយលើកៅអីទៅហើយប្រាប់ហាងម្ចាស់ហាងគេឲ្យដាក់កាទៀវឲ្យគាត់មួយចាននោះដាក់ឲ្យឆ្ងាញ់គាត់ចង់ហូបអីឥឡូវហូបកាទៀវអីពេលដែលសប្បាយចិត្តគឺសប្បាយចិត្តនៅពេលដែលគាត់ហូបហើយញោមគាត់ហូបហើយគាត់មកថ្វាយអង្គមយើងថាកណាមួយជាតិអត់ដែលបានហូបរបស់ឆ្ងាញ់ចឹងទេលោកគ្រូកណាសប្បាយចិត្តណាស់គ្រាន់តែលើពាក្យមួយម៉ាត់ហ្នឹងយើងនេះចង់ស្រក់ទឹកភ្នែកពិចារណាថាឲ្យគេឲ្យយើងយកពិចារណាមើលកាទៀវមួយចានតម្លៃត្រឹមតែ 7,000 10000 តែអាចធ្វើឲ្យមនុស្សម្នាក់គាត់ហ៊ាននិយាយថាមួយជាតិគាត់អត់ដែលបានហូបរបស់ឆ្ងាញ់ចឹងទេធ្វើឲ្យអាពាក្យហ្នឹងវាដកជាប់ក្នុងបេះដូងយើងជានិច្ចធ្វើឲ្យយើងនឹកឃើញពេលណាតែលុយ 5,000 ឲ្យគាត់ជូនពរយើងថ្ងៃចង់កន្លះម៉ោងនោះហើយអស់លុយប៉ុណ្ណឹងគាត់ជូនពរយើងចង់កន្លះម៉ោងឲ្យតែនឹកឃើញយើងសប្បាយចិត្តខ្ញុំឃើញអាសេចក្តីល្អហ្នឹងអត់ចាំបាច់ចំណាយអីច្រើនទេឲ្យតែយើងផ្ដល់អភ័យឲ្យមនុស្សជុំវិញខ្លួនយើងគឺយើងសុខហើយតែយើងមិនមានអភ័យដល់មនុស្សជុំវិញខ្លួនយើងហើយជាពិសេសបើយើងអត់បានធ្វើបុណ្យឲ្យទានអីកុំតែបដោយចិត្តយើងឲ្យកើតសេចក្តីខឹងក្រោធញឹកក៏យើងបានសេចក្តីសុខដែរយើងព្យាយាមហាត់ពុតលត់ដំអប់រំចិត្តយើងបើកឲ្យទលេញោមទាំងអស់គ្នាធ្លាប់ទលេងសមុទ្រទេធ្លាប់ហើយពេលយើងទៅលេងសមុទ្រញោមមានពិចារណាទឹកសមុទ្រទៅជាអីហ៎ទៅណាត្រូវពិចារណាឡើងហ្នឹងញោមមើលទឹកសមុទ្រញោមច្រើនហើយតិចញោមទឹកសមុទ្រច្រើនប៉ុន្តែច្រើនយ៉ាងហ្នឹងហើយប៉ុន្តែទឹកសមុទ្រវាដែលត្អូញទឹកភ្លៀងធ្លាក់ពីលើមេឃមកហ៎អត់ទទួលទឹកភ្លៀងហ៎ហើយទឹកហូរពីភ្នំសមុទ្រដែលប្រកែកហ៎ទឹកហូរពីព្រែកមកសមុទ្រដែលប្រកែកហ៎មានន័យថាទឹកធ្លាក់ពីណាមកក៏សមុទ្រមិនដែលប្រកែកថាវើអញច្រើនហើយអញលែងឈប់ទទួលហើយឥឡូវអញប៉ុណ្ណឹងបានអត់ទេទឹកពីណាក៏ទទួលអញញឹមយកទាំងអស់ប៉ុន្តែយើងពិចារណាមួយទៀតថាសមុទ្រទទួលយកតែសភាពល្អទេតែទឹកដូចគ្នាទេដែលវាទទួលយកតារុក្ខជាតិនិងមិច្ឆាដែលអាចអាស្រ័យនៅជាមួយវាបានល្អដូចវាទេដែលអាចអាស្រ័យនៅជាមួយវាបានទេបានវាទទួលទុកប៉ុន្តែសម្រាមនិងសភាវៈអាក្រក់សមុទ្រអត់ដែលទទួលទុកទេវារុញមកលើវិញទាំងអស់ញោមដែលឃើញព្រឹកឡើងពេលទឹកនាយចុះទៅវិញទៅញោមឃើញសម្រាមកកនៅលើទាំងអស់វាអត់យកទៅវិញទេញោមឃើញទេធ្លាប់ទៅលេងសមុទ្រដឹងណាចឹងជីវិតយើងដូចគ្នាយើងរស់នៅរៀនបើកចិត្តឲ្យទលាយអាណាជេមកក៏នៅតែញឹមដែរប៉ុន្តែអាញឹមលឺតិចមកខាងឲ្យវាចេញទៅតិចមកខាងទៀតកុំឲ្យទុកនៅក្នុងចិត្តរបស់យើងមិនចឹងទទួលយកទាំងអស់អាណាជេក៏នៅញឹមដែរអាណាតសើក៏ញឹមអាណានិន្ទាក៏ញឹមគេយកប្តីនៅមុខហ្នឹងក៏នៅតែញឹមដែរបើថាអញ្ចឹងវាមិនដែលទេដូចគុណអាណាមកយកប្តីឯងនៅមុខនៅញឹមមកម៉េចបើចិត្តអ្នកមានធម៌គេគិតអញ្ចឹងគេគិតអញ្ចឹងបានសុខគេគិតថាបើគាត់អស់និស័យនឹងយើងហើយទៅហាមគាត់ក៏អត់បានដែរយាយគូណយើងពិចារណាអញ្ចឹងទៅហើយញោមស្រីណែញោមត្រូវចាំពាក្យអាត្មាមួយម៉ាត់ថាស្ត្រីល្អស្ត្រីប្រកែមិនមែនស្ត្រីប្រកែប្រច័ណ្ឌប្តីទេមិនមែនស្ត្រីប្រកែហួងហែងប្តីនិយាយរឿងហ្នឹងម៉ាត់ចាំចូលធွာយើងវិញ
men satrai pakai pecan pai pakai ro rương pai pakai tam dan pai ti satrai pakai cứ satrai pakai thưa khuôn ai oi pai tàu na ọt ruột tàu na ọt ruột thì dương món á anh nói ba satrai pakai ba pakai ro rương pai pakai tam dan pai pakai nọ pecan pai pakai chi pai anh nói cái men hao satrai pakai thế pan satrai pakai cứ satrai ọt oi pai tàu bài kéo tia cợt mà miền này thà oi ta đòi máu cứ mà bài nộp tia nè mà thao pôn mặc sơ đấy ban ta thơ ca vinh nè anh nói ban satrai gì vậy đừng mền tên nhớ nè ấy bùa tăng thì pin đọc ở lâu xài ấy vậy dương vậy rương dương này dương trong ban sự đây sốc dương bao chặt dương oi từ lìa dân á men này thà nè na mau pì na ai đôi dương nè thưa bon dân nhô mà dây rương nắng nặc khơi rương môi tiệt à nhôm pe dương chi lan chi mà tô tờ đo stop á miền nẹt sông tiền đấy nhôm khơi nhất stop nằm phải những chở nè chìm xe Canada này giá này vì miền Canada khô chương kế nè mai chi tao lương na còn miền nẹt sông này lâu nè trắng nhôm pe kê mà sông trắng á bờ tua bay ọt miền lôi ria đặt chỉ tiền coi dương đại ỏi bàn nhôm đại ỏi đặt nam nhờ nhâm ỏi kê anh nâng coi chuyện bon đây bao cái chọ la này nhâm đặt mày hai cho ôn năm mươi nhọt miền lôi ria sao cả ta mà rồi trăm ngày khỏi thôi ôn á sọc sờ bài cô ngày năng ọt miền lôi ria trăm ngày khỏi mình chi tàu chi mau rồi ngày thế ta khá mến bao cái chọ la mà ôi sao mà nhâm nè bà là bỏ cạch vô ọt thơ ca họ xí ấy cất đào xong kia mở miền đây ta kì vô bon mà ôi đào thuyền lan vô bon mà ôi đào thuyền tia hai dương ọt che vô bon cả là na mà nhâm hay vậy pro đặt kia mà mặt đó kia tao chơi nhớ nhúng đó nè à chẳng nọ dương bao chặt dương oi từ lia dương men sạch đây sọc á hạt bột lột đọp âm rôm chặt dương cầm áo tu sạc muเลยchặt năng vừa cao và thà chẳng là lột luôn ai hỏi ngày nó đôi treo trao nhá cái mà lâu nữa lần dây tròn kala chứ lâu thò mà ta nhôm cầm lọt cha cầm mông cha chứ á đôi thà stock rương với chở pe ở khu các bà chở pe hay đại ban xăng xuống buôn tới màu pin đọp ấy bàn châu đọt cọt chuồn cá tờ tên nó bay lên bàn tờ bóng ấy màu muôi màu ấy bàn đọt cả lại hay mỏm sọn ta thấy mong pi ấy nó bàn xăng hay xăng men lỗ ấy nhôm phải làm lang lang tơ tiệt à cho ta tam khai mà ngày bay buôn cả lại nhiệt nhôm một bon nưng hay ngày chan đo ngày sóc phải làm lang liệt bằng riêng nên à do bay buôn một vị chia tiệt mà bằng riêng nơi còn chơi lại xe hành riêng nhữngฉบับphong tôi sẽ nào chia phong mà can pi một hay chẳng nọ liệt bằng riêng phong hay đào cầm thi phong đòi dục dục trâu bàn bàn xăng á ta xe dập phơi phong ấy phong đòi chẳng đôi du đôi cao tao cho mình treo chào lại có rương đây lâu nưng bánh trong ban sẽ đây sóc công chẳng dương bao chặt dương ngồi từ ly hạt bột lột đom ọp rồng mát đăng luôn ai thả lâu nâng nọ dương treo chào trơn ọt đội môn này phần này mà được chia diêm nâng lao quanh cana dương mình thưa sạt trâu chỉ môi nẹt đặt tây thưa ta sạt trâu chỉ môi luôn ai nè dương ham luôn ai ọt ban nó có chỉ tục đây hay tô xạ nâng viên mình men đau cả hai tật luôn dương tê cana dương ọt miên thò hạt bột lột đom ọp rồng luôn dương cao xịt đây khăng cao pe na viên mẹn cắt đau tật luôn dương tới mà nước chung quanh luôn nó còn vào sọc đó nè à nhôm chả năm mưa hay khăng na tô xã này ốc nhà ai cho đom tê rót tray cài pram miền tầm mùi ấy cài buôn cài bay cài và man cả đôi còn tham thà ọt khăng nữa tô xã năng đó tô xã này khăng chiêng cài lơ sma mà nước nhôm à nè cài lơ sma đấy vì ọt miền bình nhiên đấy vì ọt đăng ấy tới cài lơ sma này pan tay bà bắt đầu chết ọt miền thôi tô xã cao nè chán mà riêu tầng prắc man chăng pieng tắc pram tầng prắc này và bốn kêu xoay đặt tập pet calamai tầng phần lắm nhôm khơi nhé bà cana ọt hạt bột lột đom ọt rồng chặt khăng na tô xã năng đôi lơ rương môi tiết ở nhôm riêng thì chán nà trong bàn thì cái đây sọc lâu chặt đó mà vậy đường sọc lâu chặt đó ngày này cắt từ nhu nó bình dây pe cho nhôm cho mở bị chôn này nó chạo và chu ọt cao đấy tê đài đấy chẳng nào dây thò ọp rồng chặt mà đó dương trong bàn thì cái đây sọc dương riêng hạt bột lột đom ọp rồng chặt dương thà tô xã nó việc khăng ở mắt nhôm khăng chiêng cài lơ sma mà nước mà lọt từ tên non lồng về hay đòi chi mất cắt tam cô tốt nè xong tiền pi nè âu hay đừng câu nó có bài cô tôi nữa nhôm tóc khơi nhà ta môi bị cài chương mà khang bị cài chương tầng pi ta này bị cài chương tầng pi hay quát chỉ năm pe ao tờ hiên nó nhôm pe ao tờ hiên hay nông coi cao chỉ môi câu say mà nè nhôm tóc khơi nha quát pe ao tờ hiên hay bị cài chương tầng pi lan mương co vọt tịch tâu mình cho tê bao ta cả chọ sộp dọc cho mương tịch tâu mỏng phanh vinh đọc bao cái chọ lan tao quạt cả lấy khơi dương quạt bao câu say nước ao mà sông dương
នោះលោកកូនឯងទៅសុំលោកដឹងអាបានចាំមើលអាកម្លាំងទោសៈនោះវាខ្លាំងប៉ុណ្ណាកូនឯងទៅសុំលោកដឹងអាបាននោះទៅសុំលោកហើយអាកូនស្រីនេះវាខ្លាចលោកវាថាអត់ទេឲ្យខ្ញុំអត់ហ៊ានទេខ្ញុំអត់ហ៊ានទេខ្ញុំអត់ហ៊ានទៅទេខ្ញុំអត់ទេឲ្យទៅសុំមកអត់បាយស៊ីឥឡូវទៅសុំដឹងអាបានសុំលោកដឹងអាបានដេញកូនម្ដងពីរដងមិនទៅទ្រាំមិនបានអញឥឡូវអញຕົកដាច់កឥឡូវទៅសុំលោកហើយអាត្មាដល់លឺខ្លាំងទៅក៏លេចទៅណាហើយតត់ដាច់កមើលទៅអាជើងទាំងពីរហ្នឹងវាអត់មានសោះហើយអញតត់កូនដាច់កឥឡូវនេះហើយយកស្អីទៅទាត់បើជើងនឹងវាព្រមផ្លូវហ្នឹងញោមឃើញកម្លាំងទោសៈហ្នឹងវាខ្លាំងប៉ុណ្ណាហើយហ្នឹងបើអាជើងនឹងនៅទាំងពីរមិនទាត់កូនងាប់ហ្នឹងអញ្ចឹងមានន័យថាអាផ្កាយលើស្មានេះក៏ដោយក៏មិនខ្លាំងដូចអាកម្លាំងទោសៈចិត្តដែលយើងអត់មានធម៌អប់រំនឹងដែរចឹងយើងចង់បានសេចក្តីសុខផ្លូវចិត្តយើងតលនាំគ្នាហាត់ពុតលត់ដំយកសតិសម្បជញ្ញៈហិរិអោតបៈដាក់ខ្លួនហើយអន្ត្រីសង្វរៈសីលសង្វរៈសង្រួមផ្លូវភ្នែកតិចចំអណ្ដាតកាយចិត្តនឹងឲ្យបានល្អហើយចិត្តយើងនឹងរៀនអត់ធន់ឲ្យបានច្រើនខន្តីសោរញ្ញៈនោះព្រះអង្គសម្ដែងអង្គធម៌អត់ធន់ហើយស្ងប់ស្ងៀមឲ្យបានច្រើនស្ងប់ស្ងៀមមានន័យថាបើប្តីជេរមកយើងដើរចេញទៅងូតទឹកទៅសិតសក់ទៅធ្វើបាយធ្វើទឹកអីធ្វើមិនដឹងអាហ្នឹងគេហៅថាស្ងប់ស្ងៀមបើប្តីជេរមកយើងជេរទៅអាហ្នឹងស្ងប់ទេអត់ស្ងប់ទេហ្នឹងអញ្ចឹងមានន័យថាសោរញ្ញៈហ្នឹងស្ងប់កាយស្ងប់វិចារស្ងប់ចិត្តបើគេប្រព្រឹត្តសេចក្តីអាក្រក់ណាមួយមកដាក់យើងកុំតបទៅនៅសេចក្តីអាក្រក់ហ្នឹងទៅកាន់គេវិញនោះសេចក្តីសុខនិងសេចក្តីចម្រើនដើម្បីកើតមានណាញោមសូមអនុមោទនាហើយភ្ញៀវមកច្រើនណាស់បានណាកុំវែងពេកណោមើលពេលវេលាណោបានហើយចាំជួបគ្នាតាមវត្ថុតាមទូទស្សន៍ហើយបើមិនចង់បើកទូទស្សន៍បើកវត្ថុ104អីបើមិនចង់បើកទេបើមិនពិបាកបើកវត្ថុបើកទូទស្សន៍ញាតិញោមគ្រាន់តែមានតែទូរស័ព្ទមួយសម័យនេះធម៌អត់ពិបាកដូចសម័យព្រះទេសម័យព្រះដើររអ្នកចេះសម្ដែងធម៌ចង់ស្ដាប់ធម៌ដោយព្រះរាជាមកព្រះអង្គអីគាត់លោកវិចបង្វិចចោះចោលរាជបល្ល័ង្កដើររអ្នកចេះសម្ដែងធម៌ហ្មងឮសូរតែធម៌មានហើយនោះហើយដល់ខ្លួនឯងនោះវាឈឺក្បាលនឹងអារាជកិច្ចនឹងពេកណាគេមកប្តឹងចេះប្តឹងចោះណាមហេសីឈឺណាកូនឈឺណាគិតរឿងរាជកិច្ចណាច្បាំងការពារទឹកដីដល់វាឈឺក្បាលពេកចង់ស្ដាប់ធម៌នោះហើយដល់អត់មានអ្នកចេះសម្ដែងធម៌វិចបង្វិចចោះចោលរាជបល្ល័ង្កដើររអ្នកចេះសម្ដែងធម៌នេះញោមមើលអស្ចារ្យណាស់ហើយដូចនាងឧត្តរាអីជួលស្រីដតីឲ្យមនុស្សបំរើប្តីខ្លួនឯងដើម្បីខ្លួនឯងមានឱកាសទៅស្ដាប់ធម៌ហើយនាងឧត្តរាទៅអាយុ8 10ទៅជួលនាងសរិមាឲ្យមនុស្សជាមួយប្តីដើម្បីខ្លួនឯងបានទៅស្ដាប់ធម៌អស្ចារ្យណាស់ញោមហើយចុះឥឡូវញោមបើអត់រកគេមនុស្សបំរើប្តីអត់ឲ្យដើរហើយដល់អញ្ចឹងមិនរកវិធីទៅមិនបានដើរស្ដាប់ធម៌ធ្វើបនកើតតស្រីដតីមកបំរើប្តីខ្លួនឯងបានឱកាសទៅស្ដាប់ធម៌ហើយនាងឧត្តរា8 10ជួលគេឲ្យមនុស្សជាមួយប្តីដើម្បីខ្លួនឯងបានទៅធ្វើបននេះចុះឥឡូវយាយគ្រប់គ្នាអ្នកបរិយទូលសកែនេះតើយើង70 80នឹងអាចរកតាយាយឲ្យតាយើងមួយទៀតយើងទៅដាំបាយប្រគេនលោកព្រមទេហើយ70ហើយអត់ព្រមផងណាប៉ានាងឧត្តរា8 10ណាញោមគិតមើលអស្ចារ្យណាស់ចឹងមានន័យថាគេចង់ស្ដាប់ធម៌សម័យព្រះប្របាកណាស់ឯយើងសម័យនេះអត់ប្របាករកធម៌អញ្ចឹងទេធម៌រត់រមនុស្សវិញឥឡូវនេះធម៌ចូលដល់ក្នុងមុខញោមឯងទាញតែទូរស័ព្ទវាយតែផុនប្រាក់ក្តីចេញធម៌ទេសនាមកអត់ប្របាកទៅរកធម៌ទេធម៌ចូលដល់ក្នុងមុខបើអាស្រ័យមនុស្សនេះវាស្រឡាញ់មុខវាអត់ស្រឡាញ់ធម៌ឲ្យទៅចូលដល់មុខលោកបាបហ្នឹងធម៌ស្ដាប់មនុស្សវិញមិនមែនមនុស្សស្ដាប់ធម៌អីដល់អញ្ចឹងបើយាយនោះសូត្រធម៌អត់ចប់ទេយាយខ្លះឲ្យសូត្រយ៉ាងកេញនឹងសិល8មែនប៉ុន្តែសូត្រយ៉ាងកេញសូត្រម្នាក់ឯងនៅកតាំងរយចង្អេរអត់ឃើញហ្នឹងដោយសារអីយើងអត់មានពេលវេលាបានស្ដាប់ធម៌អីឲ្យយកចិត្តទុកដាក់មែនតែនពីក្មេងទេដល់ចាស់បើចូលវត្តអានឹងសាសនាយើងក៏មិនរីចម្រើនដែរតគិតទាំងអស់គ្នាបានណាចាំជួបគ្នាថ្ងៃក្រោយទាំងអស់គ្នាអនុមោទនាហើយស្ដាប់ធម៌នាំឲ្យកើតសុខឥឡូវចង់សុខទេចង់សុខហាត់ចិត្តណាសរុបមកវិញពេលគេធ្វើអាក្រក់ដាក់យើងកុំធ្វើអាក្រក់ដាក់គេព្យាបាទយើងកុំព្យាបាទគេជេរយើងកុំជេរគេនឹងព្រះពុទ្ធដីកាណាព្រះអង្គសម្ដែងណាអកោជាម៉ាំងអវធិម៉ាំងអចិនិម៉ាំងអាហាសមេយេចតាំងឧបនយន្តេវេរង្គទេសង្ឃសមតិអកោជាម៉ាំងអវធិម៉ាំងអចិនិម៉ាំងអាហាសមេយេចតាំងឧបនុបនយន្តេវេរង្គទេសោបសមតិណាព្រះអង្គសម្ដែងស្ដាប់បានទេញោមហ្នឹងហើយបានប៉ុណ្្នឹងគេថាម៉េចហ្នឹងថាដូចអាត្មាថាមិញហ្នឹងបើគេជេរយើងកុំជេរគេលួចយើងកុំលួចគេបន្ទុះសារាយយើងកុំបន្ទុះសារាយគេបៀតបៀនយើងកុំបៀតបៀនគេសុកទេញោមសុកទេសុកឧទាហរណ៍មួយម៉ាត់ទៀតចុះបលឹមឡើងបើកទ្វារក្រាក់គេជេរយើងមកយើងអត់មានឆ្លោះជាមួយគេសោះណាក៏បើកទ្វារមកគេមកឈរជេរមកផ្ទះហ្មង
hay đam bay ở ban sẽ đây sóc thở mách bỏ đăng rương ai kia mà chê đau một té này thở mách giống thở mách chê cái bấy nhau bọn bởi chân ọt sọc tì bao phía kra bao cái chê dưỡng nẹ miền thoa cái bị trà nà plét hay cho anh khó ấy niêng ái ban mà chê anh đằng phật nắng bởi thà anh chụp bẹ niêng anh thì môn mau tê ở ruồi kia tao hay bởi anh ọt chụp bẹ niêng anh tê niêng anh sang ấy sạp rồi ấy vô luôn anh tao cho nông tè ngu tắc sạch sọ thơ ca nghe thơm đằng về chê ta bay mát với ọt khơi nhà na cho sạp với tao tè về vậy nhá hay bà dương ọt to men phân bà dương cho sạp tao về đâu chê này chân đào chân nhà bạt tấu vì chê rằng chở nắp đi bay mát nó bọt nhà na sạp phong lô lố nhạc chết thang người ta anh cuột thế đó chê mẹ ấy nhá đòi chân vào tao tè với chọp trăm bay mát nè tay bà dương ọt sọc chắc dương cho tranh máu chê cái đai mà prật to cả đào giúp ọt chọp phong như mày xa mới bầm chưa lộ nằng hay ọt ban pho lấy tê khát và dao tầng ọt này đôi ma thọp chẹt tà mối quạt thưa sâu mà năm bay đòn mà mặt kia là chọc mình tên nè mà này tí đi đây trong ban sẽ đây sóc á ta nó quạt thưa sâu mà năm bay đòn hay không pe đầy môn trâu mà đòn nắng nè cả đòn nó chung sai tập bột muối nó về tay mà cắt sâu ta nó trâu lo pe đầy môn trâu nó về cắt trâu đập mà phay cung nhom khơi nhé nia sa pro sẽ đây on trai đại dương mà năm ta đập cung tê ta đò ta nó quạt ọt miền thô à đò ọt miền thô còn ta tinh cúp vô mà đặt cả đòn nằng tập chia ba ta nhom khơi nhé tinh cúp mà ọt đập đờ la màn mớn buồn mơn mình chăng nè đập đờ la buồn mơn ọt đập đờ la cỡ nằng cúp muối ọt đập đờ la khơi việt ni ọt đập ý lại toàn đàn chập tao thưa ấy phong ọt đập ý là đập buồn mơn à hay tờ tinh năm cho do mà đạo viên chấm này do mà đạo viên nó phèm pon tết buôn mơn phèm pon hay cỡ ta kết chư ba ta trong thơ mách đầm bay ở chạp viên ba nó chư ba phi bề ngày mòm kết khó khơi về thi ta đặng cục khá ba có chữ lối có buôn mơn phèm pon này chạp vào đờm đòi chạp viên ba men nhung đặt bàn mà trung do cả đo lưng mà đo te nhung đang còn chia ba cả đo lưng thơ mạch ấy còn chạp cả đo tôi nó môn kê chạp máu còn cho ngà sầm lây co pan mê đại đã lơ non cả đo lái còn chặt sang đạp lơ hết đọt về che hết bờ lên về tàu tầng ruộng nó ở về rốt tầng che nó tới đó hay đọt tới môi về rốt tàu cô che là miêu và canh tao còn tẹt đại sơi môi côn còn á anh tha hơi anh tha còn hơi anh chặt ba này bằng plan anh khăng á anh tha còn ói anh chặt bàn bờ lên nhà môi về rốt tàu cô che nhà môi về rốt tàu cô chna nhà môi về rốt tàu cô đôn canh muam ngọt nó còn sao tẹt đại chẳng không đó cả đo thùng trên kia cả đo pan cặp phun lâu dương pan má nếu mà cả đo nhà thông quạt đặt sầm lây co pan mê trương bay đông đã lược cả ba vía mà đống đã lược non mà đống đặt cả bài cục của tôi mà đông hay quạt chặt sang đặt bị lỡ đọt ở trái bờ lên đưa tôi chẳng đã ba thông nếu với ọt rốt tơ cồn này với ọt rốt tơ cồn đóng với rốt tơ lót bọ mà khỏi cho tẹt ta nó trái tẹt ta nó tẹt slap tẹt hở trái tẹt bột men toàn này sọc mà quanh là quay đặt mà chọn lược cả đo nếu về si sau anh mà cắt cháu tao mày năm đọc cùng mày thì chặt tục thật đôi thơ tiên ở về tao việc miên và man tê đọc cùng năng nô xài môi tầng mũ về ta đọc cùng đã hay đo anh mình chắc anh tập chia bạt với cục buôn mơn thảm quan hay chạy tè tầng mũ liệt nè ngài chẳng bên đây thà mau chỉ vật dương quanh đôi kia bà kê xa pro thì cái đây cọ nam môi mà can dương hay kia hay đào tranh thôi sọc cái năng chóp trăm phần năng năng chóp trăm phần năng sẽ cái đây sọc lâu chặt bao dương năng miền ná riêng hay riêng bao chặt dương oi tờ lia rồi bàn cháo sẽ cái đây sọc năng miền chấm bọc luôn dương tầng ọc này nó giống sông ạ nô tờ này hãy bạch đào sông sọc cái cả này dương miền thọ nông luôn bạch đào sông sọc cái về anh đào ta sông sọc cột ta cả lại ta chuột nẹt ta sông nẹt ta chuột pre chuột lục hay sal sông sal bay sal đập pan đập pe bao này lá cờ ma pon thầy ăn môi lên tiên hệ đánh mình cột nó pin te hỡi nắng sal mạch miền sọc mạch cờ năng trắng nè na tệ ta về rẹt mani đầm đó te ở đây si a cò mòn môi chảo năng chẳng mạch hà tì bỏ sơ có vợ miền đây cứ nâu lư luôn dương tầng nãy nhóm ạ nô tờ này chui rẻ xa sầm bát vọt nâng sầm bát cờ rụ vọt nâng ở bàn cung vung chỉ môi bậc ru cha địch ca dương nọ bon của sol nâng bạch trăm tư chầm nai lôi cạ bạ ca nâng pe về lia từ thưa ấy trao tê
គ្រាន់តែយើងចូលរួមថែរក្សាសម្បត្តិរួមរបស់វត្តប៉ុណ្ណឹងនឹងបុណ្យកុសលចម្រើនកើតមានគ្រប់គណៈចិត្តហើយពេលខ្លះគ្រាន់តែយើងចូលវត្តរើសស្បោងរើសសម្រាមសម្អាតទីធ្លាវត្តអារាមនឹងក៏បុណ្យកុសលយកមិនអស់ពេលខ្លះយើងអត់ចាំបាច់ចំណាយទ្រព្យធនច្រើនក្នុងការដូរបុណ្យកុសលមកវិញទេត្រឹមតែសម្អាតវត្តអារាមនិងទីធ្លាវត្តអារាមយកចិត្តទុកដាក់ចូលមកឃើញសម្រាមឬសម្រាមណាឃើញចានឆ្នាំងវត្តលោកប្រើប្រឡាក់រើសយកមកលាងមកជូតមកបោសមកសម្អាតរៀបចំចាត់ចែងទុកដាក់ប៉ុណ្ណឹងនឹងបុណ្យកុសលយកមិនអស់ដោយអាត្មាធ្លាប់បញ្ជាក់ដោយនាងរោឯណីប្អូនរបស់ព្រះអនុរុទ្ធក្មួយព្រះបង្កើតនាងរោឯណីកើតរោគស្រែងរោគដំបៅពេញខ្លួនហើយបានសាងសាលាថ្វាយព្រះសម្មាសម្ពុទ្ធប៉ុន្តែមុនដល់ថ្ងៃថ្វាយនឹងនាងអាសាទៅសម្អាតណាអ្នកធ្វើសាលាមិនសាលាបុណ្យដូចយើងនឹងសាលាបុណ្យដូចយើងបានក្រន់នាងធ្វើពីដីចំណន់នោះណាចំណន់នោះអត់មានដែកមានស៊ីម៉ង់ដូចយើងទេស្អីគឺធ្វើពីដីទាំងអស់យើងកុំនិយាយដល់សម័យព្រះជិត 3000 ឆ្នាំយើងនិយាយត្រឹមសម័យអង្គរយើងទៅ 1000 ឆ្នាំជាងហ្នឹងក៏អ្វីគ្រប់យ៉ាងក្នុងសម័យហ្នឹងក៏ធ្វើពីដីដូចគ្នាចឹងនាងសាងសង់សាលាថ្វាយព្រះសម្មាសម្ពុទ្ធប៉ុន្តែមុនដល់ថ្ងៃឆ្លងធ្វើបុណ្យថ្វាយផាត់ឆ្លងហ្នឹងនាងតែងទៅនាំអ្នកបម្រើទៅបំបោសម្អាតសាលានឹងព្រឹកល្ងាចពេលណាដែលនាងទៅបោគឺវាធ្លាក់អាស្រែងធ្លាក់អាកំមដែលតបៅនឹងជ្រុះម្ដងបន្តិចម្ដងបន្តិចដូចយើងទៅម៉ាស្សាទៅសម្អាតខ្លួនអញ្ចឹងណាអានឹងគេមិនហៅម៉ាស្សាគេហៅដូចថាយើងមានរោគសើស្បែកអីមួយអញ្ចឹងយើងទៅព្យាបាលណានឹងទៅព្យាបាលទៅវាជ្រុះម្ដងបន្តិចម្ដងនាងនឹងអត់មានអ្នកណាមកព្យាបាលទេគឺបុណ្យកុសលអ្នកព្យាបាលនាងនឹងទៅសម្អាតលើកណាសាលាពេលណាខណៈណាគឺអារោគហើយនឹងដំបៅនឹងកំមនោះវាជ្រុះម្ដងបន្តិចរហូតដល់ថ្ងៃឆ្លងព្រះសម្មាសម្ពុទ្ធព្រះអង្គមកទទួលផាត់វេសាលាថ្វាយព្រះពេលណាចប់ពេលណាគឺរោគទាំងអស់នឹងជាដាច់តែម្ដងនឹងអាទៅជាស្រីស្អាតប្រុសពេញមកក្រុងនឹងតាមតដឹងយកនាងមកធ្វើជាប្រពន្ធមកធ្វើជាណាមហេសីមានដល់ស្ដេចខ្លះថាដើមគ្នាយកនាងនឹងមកធ្វើប្រពន្ធហើយអង្កាលដែលនៅរោគពេញខ្លួនអត់មានអ្នកណារោគស្រែងរោគដំបៅពេញខ្លួនអត់មានប្រុសណាមើលមុខទេដល់ពេលជាស្អាតទៅម្នាក់តដើមយកនាងហ្នឹងហើយមិនមែនតដើមតែនៅឋានមនុស្សទេដាច់ខ្យល់ពីឋានមនុស្សឡើងទៅឋានលើកើតចំព្រំនៃស្ដេចទេវតាទាំង4ប្របាទថតរដ្ឋវិរូបខកវេរវិរុលហកៈហ្នឹងកើតចំព្រំនៃស្ដេចទេវតាទាំង4នោះស្ដេចទេវតាទាំង4នោះកាត់ចាក់គ្នាទៅដើមគ្នាឆ្លុះគ្នាយកនាងរោឯណីនឹងទៀតមែនត្រឹមស្ដេចទេវតាទាំង4ទេអា4នាក់នោះវាចែកគ្នាមិនដាច់វាទៅប្តឹងដល់ប្រអិននេះចង់ដាច់ខ្យល់ទៀតទៅដើមយកនាងនឹងមិនដឹងអាណាជួយអាណារូបសម្បត្តិស្អាតដោយសារអីសម្អាតវត្តសម្អាតសាលាណែញោមឃើញទេចឹងពេលខ្លះដូចមិនចាំបាច់ចំណាយពេលវេលាចំណាយទ្រព្យធនទៅដូរយកបុណ្យទេគ្រាន់តែយើងដើរចូលវត្តពេលណាបុណ្យកើតពេលហ្នឹងប៉ុន្តែមិនមែនមានន័យថាតចូលវត្តបានកើតបុណ្យទេប៉ុន្តែចង់និយាយថាអាបុណ្យនោះវានៅជុំវិញខ្លួនយើងហ្នឹងយើងអត់ចាំបាច់ទៅសម្លឹងរកកុសលឯណាឆ្ងាយទេដោយចាស់គាត់តែនិយាយថាឲ្យតែយើងកាប់ព្រៃ3រក្សាព្រៃ10ផឹកឆ្នាំ5កញ្ចប់តอมតំណមហ្មងតอมតំណម2មិនចឹងឲ្យតែយល់អាហ្នឹងទៅគឺដឹងថាបុណ្យហ្នឹងវាអត់នៅឆ្ងាយយល់ដូចបុរាណលោកពោលហ្នឹងម្លេះសំយើងដឹងថាបុណ្យហ្នឹងអូប៉ិតជាមិននៅឆ្ងាយមែនដូចថ្មនិយាយមិញគាត់ណាដើរចូលវត្តគាត់ណាឃើញស្បោងជ្រុះស្លឹកឈើជ្រុះបោសសម្អាតរៀបចំចាត់ចែងទុកដាក់ចានឆ្នាំងនិងរបស់របរប៉ុណ្ណឹងបុណ្យកុសលយកមិនអស់ដោយចាស់គាត់ពោលថាកាប់ព្រៃ3រក្សាព្រៃ10ហ្នឹងអត់មានចំណាយអីទាំងអស់ញោមដឹងថាព្រៃ3ហ្នឹងព្រៃអីញោមព្រៃ3ហ្នឹងគឺព្រៃ3វត្តព្រៃ3ហ្នឹងគឺអកុសលមូលទាំង3ញោមណាអកុសលធម៌ទាំង3ហ្នឹងហើយអកុសលមូលទាំង3មានស្អីខ្លះហ្នឹងលោភៈមូលចិត្តទោសៈមូលចិត្តនិងមោហៈមូលចិត្តអកុសលធម៌ទាំង3ហ្នឹងហើយដែលយើងត្រូវឆ្កាត្រូវកាប់យើងឧទាហរណ៍ត្រឹមថាចកាយើងកន្លែងផ្ទះយើងកាលណាទុកឲ្យព្រៃវានៅឧបមុខតាមនៃរូបធម៌នៃចំបើកាលណាយើងទុកព្រៃនឹងឲ្យវានៅឧបមុខច្រើនក៏យើងអត់មានសេរីដែរ
មុខផ្ទះមុខអីបើយើងអត់កាប់អត់ឆ្កាអត់មានសេរីទេយ៉ាងណាខ្លួនយើងដូចគ្នាបើទុកអកុសលមូលទាំង3ហ្នឹងម្លេះសំយើងអត់អាចរសួររនិព្វានរទេវៈស័កសម្បត្តិតឹងចៈនិព្វានណាងស័កសម្បត្តិតឹងចៈមនុស្សស័កសម្បត្តិតឹងចៈអត់រអាផ្លូវមកមនុស្សទៀតឃើញទេអត់រផ្លូវទៅទេវលោកឃើញទេអត់រផ្លូវទៅនិព្វានឃើញទេបើទុកអា3នៅក្នុងខណ្ឌសន្តាននិយាយមួយម៉ាត់ឲ្យខ្លីបើមានអា3នៅក្នុងខណ្ឌសន្តានគឺកុសលអត់កើតកុសលអត់អាចកើតទេទោះបីមកដេកក្នុងវត្តស្លៀកពាក់សកោសក់នៅជាមួយអ្នកសច្ចាំងនៅជាមួយព្រះទៀតឧមាថាព្រះគង់ជាធរមានក៏ដោយអូនបាច់បើកឯកូនបាច់ទេហ្នឹងហើយបាច់ទេបានអរគុណណាបើទុកអកុសលមូលទាំង3ហ្នឹងទុកអាព្រៃ3ហ្នឹងម្លេះសំកុសលអត់កើតទេកាលណាមានអា3ហ្នឹងគឺកុសលអត់កើតតែម្ដងអញ្ចឹងយើងត្រូវឆ្កាអា3ហ្នឹងគឺឆ្កាអកុសលមូលទាំង3មានទោសៈមូលចិត្តលោភៈមូលចិត្តនិងមោហៈមូលចិត្តហ្នឹងគឺយើងត្រូវកាប់ឆ្កាព្រៃទាំង3ហ្នឹងកុំឲ្យវាកើតអកុសលមូលទាំង3ហ្នឹងគឺកុំឲ្យវាកើតហើយអកុសលមូលទាំង3ហ្នឹងអត់មានអីនៅឆ្ងាយពីខ្លួនយើងហើយក៏អត់មានចំណាយអីដែរទី1ទោសៈកុំឲ្យតែចិត្តយើងបដ ாய் ឲ្យសេចក្តីខឹងក្រោធវាកើតឡើងញឹកពេកបនកើតលោភៈកុំឲ្យតែចិត្តហ្នឹងវាលោភហួសប្រមាណគ្មានទីកំណត់ដឹងខ្លួនឯងហ្នឹងមិនចេះអត់សង្កត់ផ្លូវចិត្តហ្នឹងក៏វាកើតបនកើតកុសលមោហៈកុំឲ្យទៅវង្វេងមិនមានបញ្ញាសមាទិដ្ឋិកុំឲ្យមិច្ឆាទិដ្ឋិសស្សតទិដ្ឋិអុច្ឆេតទិដ្ឋិវាកើតឡើងក្នុងខណ្ឌសន្តានរបស់យើងបនកុសលវាកើតខ្ញុំឃើញទេយើងកាប់អាព្រៃ3នឹងចេញកុសលកើតតែបើទុកអាព្រៃ3នឹងកុសលអត់កើតទេឧបមាដូចផ្ទះយើងកាលណាអត់ឆ្កាព្រៃចេញឲ្យស្រឡះពីមុខផ្ទះពីក្រោយពីចំហៀងពីខាងមូសក៏វាកើតសុខភាពក៏មិនល្អអារម្មណ៍ក៏អត់ស្រឡះយ៉ាងណាបើខ្លួនយើងទុកអា3នៅក្នុងខ្លួនគឺកុសលសេចក្តីល្អបុណ្យកុសលគឺអត់កើតទេកុសលធម៌អត់កើតទេហើយរក្សាព្រៃ10វិញញោមថាមិញព្រៃតែ3ឲ្យកាប់ចោលហើយចុះឥឡូវដល់ព្រៃ10ក៏ទៅរក្សាព្រៃច្រើនវិញមិញថាឆ្កាចេញពីផ្ទះឲ្យស្រឡះបានមានសេរីឥឡូវដល់អាច្រើននេះវាត្រូវរក្សាទុកទៅវិញហ្នឹងហើយមានន័យថារក្សាព្រៃ10នេះគឺសំដៅដល់រក្សាកុសលកម្មបត្តិទាំង10មានកាយសុចរិតវិច័យសុចរិតមโนសុចរិតហើយកាយសុចរិតមានប៉ុន្មានញោមមាន3មិនអញ្ចឹងកាយសុចរិតមាន3ចុះវិច័យសុចរិតមានប៉ុន្មានមាន4អូយាយនេះហើយហ្នឹងស្ដាប់ធម៌នោះស្ដាប់ដល់អាម៉ាណទេតាំងពី2 10ឥឡូវ40ស្អែកហើយហើយអត់ដឹងតែចេះអីញោមអញ្ចឹងបាទអាត្មាយូរលែងចង់ទេឲ្យមនុស្សចាស់ស្ដាប់ព្រោះញោមនេះស្ដាប់ដូចឆ្នាំងផ្កាប់ចឹងហ្នឹងហើយញោមឯងមើលឆ្នាំងតែផ្កាប់ហើយចង់មានស្អីក្នុងហ្នឹងលើកមកក៏អត់មានសល់អីទៅស្ដាប់នេះអត់មានចាំអីទេគេញឹមគេទៅហើយបើចាំហើយក៏ដូចមិនដឹងបានទៅបដោះបដាលអ្នកណាតដែរចេះធေါ်ហ្នឹងក៏ដោយយ៉ាងច្រើនណាស់50 60ឆ្នាំទៀតស្លាប់អស់ហើយយាយមកស្មាននេះហ្នឹងហើយយ៉ាងច្រើនបាន70 80ឆ្នាំទៀតហ្នឹងណាវាអត់វែងហើយបើបដោះក្មេងទៅក្មេងវាបានបដោះមនុស្សតនេះណែដោយកូនអ្នកកាន់មេក្រូអញ្ចឹងបើគាត់ចេះធေါ်ទៅគាត់ទៅបដោះប្រាប់មិត្តភក្តិបងប្អូនសាច់ញាតិរបស់គាត់បន្តទៀតដល់ពេលយាយនេះមិនបានទៅបដោះបដាចែករំលែកតអីចឹងបានមកដើរកម្មវិធីតាមមណ្ឌលកែប្រែតាមមណ្ឌលកមាកព្រាទេហ្នឹងចង់បដោះផ្នត់គំនិតក្មេងឲ្យយល់ដឹងធម៌អាសិក្ខាវិន័យមានអរិយាបថចិត្តគំនិតថ្លៃថ្នូរទៅគាត់យកអាសេចក្តីល្អនោះទទួលមានប្រាប់មិត្តភក្តិគាត់បន្តទៅធ្វើឲ្យសាសនាយើងវប្បធម៌ប្រពៃណីអក្សរសាស្ត្រភាសាទំនៀមទម្លាប់របស់យើងហ្នឹងវារីកចម្រើនញោមចង់បដោះក្មេងឧបមាដូចយើងយកគោលគំនិតរបស់យេស៊ូញោមយេស៊ូដែលឃើញយេស៊ូវាចិញ្ចឹមមនុស្សចាស់ហ៎ញោមដែលឃើញយេស៊ូចិញ្ចឹមមនុស្សចាស់ហ៎ពួកយេស៊ូវាដែលយកមនុស្សចាស់ទៅនៅក្នុងពហិចិញ្ចឹមឲ្យបាយទេអត់ទេវាមិនដែលទទួលមនុស្សចាស់ត្រុតត្រោមយកទៅនៅក្នុងពហិវាចិញ្ចឹមឲ្យបាយឲ្យទឹកទេវាប្រមូលតែក្មេងកព្រាតូចយកទៅចិញ្ចឹមហើយគោលដៅរបស់វាមិនបានមិនចិញ្ចឹមមនុស្សចាស់វាថាមនុស្សចាស់ចិញ្ចឹមក៏វាអត់ប្រយោជន៍ប៉ុន្តែបើក្មេងចិញ្ចឹមវាឲ្យវារៀនសូត្រឲ្យវាចេះដឹងបើថាអញ្ចឹងមិនមែនបដោះផ្នត់គំនិតក្មេងឲ្យស្អប់មនុស្សចាស់ណាបើអាចង់និយាយពីគោលនយោបាយរបស់សាសនាយេស៊ូគឺវាប្រមូលយកតែក្មេងទេដោយសារអីយកក្មេងទៅចិញ្ចឹមឲ្យបាយហូបដល់ពេលក្មេងនឹងធំរៀនសូត្រចេះដឹងក្មេងនឹងវារកចំណូលចូលមកជួយបើវាមានការងារធ្វើក៏វារកចំណូលចូលជួយសាសនាគេនឹងវិញហើយវាចេះធម៌តែអាចចេះអាកពីក្បួនច្បាប់សាសនារបស់គេតាំងពីក្មេងដល់ពេលវាធំទៅវាដើរផ្សព្វផ្សាយអាសាសនារបស់វាបន្តទៀតខ្ញុំឃើញទេអញ្ចឹងបានគិតមើលទៅសាសនាដទៃគឺគេគិតផលប្រយោជន៍ឯសាសពុទ្ធសាសនានេះអត់មានសាសនាគិតផលប្រយោជន៍ទេគឺសង្គ្រោះទាំងអស់
mình tha khmeng tha cha và dương dây chẳng còn oi về pa po sasna kê pan dương về phe mớ nèประពុទ្ធសាសនាអត់មានថាតក្មេងបានទៅនៅវត្តរៀនធម៌បានទៅសន្សំសេចក្តីល្អកើតអត់ទេបានវត្តទទួលអត់ទេមនុស្សវ័យណាក៏ដោយឲ្យតែមានទុករត់រធម៌ធម៌ជួយសន្តោសយើងទាំងអស់នឹងអត់មានប្រកាន់តែក្មេងតែចាស់ហើយក៏មិនដែលមានអាចារ្យគណៈកម្មការប្រគ្រូចារ្យដោយការប្រសង់វត្តណាមួយប្រាប់យាយថាណាយាយឯងប្រឹងស្ដាប់ធម៌ទៅណាដល់យល់ធម៌យាយឯងលោកស្រែលោកផ្ទះមកជួយវត្តផងហើយបើថាមានបានក៏នឹកឃើញដំកវលពេជ្រជៀនពេជ្រអីប្រគេនលោកមួយអង្គមួយវងអីទៅណាយាយមានដៃលោកណាបញ្យល់ចឹងឯងញោមមានទេអត់ទេគឺបញ្យល់រកតែវិធីធ្វើម៉េចឲ្យញោមរួចផុតចាកទុកអាកំពុងតែមានទុកហ្នឹងឲ្យវាមានសេចក្តីសុខឧបមាទៅទុកផ្លូវចិត្តក្តីទុកបញ្ហាកើតឡើងពីបញ្ហាអាយតនៈខាងក្នុងក្រៅដោយប៉ះផ្ទុកមកនឹងទុកផ្លូវកាយក្តីផ្លូវចិត្តក្តីពេលដែលមានបញ្ហាមានទុកលំបាកធម្មតាខ្មែរយើងរត់រទៅលោកទេចឹងលោកទទួលទាំងអស់ក្មេងក៏ទទួលចាស់ក៏ទទួលអប់រំផ្លូវចិត្តហាត់ពុតលត់ដំអប់រំយើងហើយអត់ដែលមានណោគោលបំណងថាត្រូវចង់បានអីទេហ្នឹងចឹងណាវាខុសពីសាសនាដទៃហើយខុសគ្នាមួយទៀតគឺសាសនាដទៃអត់មានបង្ហាញផ្លូវយើងទៅកាន់ទីរលត់ទុកទេសាសនាដទៃអត់មានអរិយមគ្គទាំង8ទេផ្លូវទៅកាន់ព្រះនិព្វានអត់មានទេវាបញ្យល់តែឋាននរកនិងឋានសួគ៌តែប៉ុណ្្នឹងហ្នឹងហើយឋានសួគ៌នេះទៀតសោតយាយមិនបាច់ធ្វើបន់ទេធ្វើអីធ្វើទៅដៃខ្យល់ទៅព្រះវាអ្នកចាំលៀងបាបឲ្យអាត្មាធ្លាប់និយាយលេងណាមិនបាច់ដាច់ខ្យល់ឯងលៀងបាបឲ្យទេអញចង់ឃើញឥឡូវនៅរស់ហ្នឹងបើកូនឯងជាប់គុកឯងនាំគ្នាទៅដេកក្នុងគុកអញសុំកូនឯងចេញមកក្រៅវិញដែលមានព្រះណាទៅដេកក្នុងគុកជំនួសកូនយើងឯងញោមជំនួសហ៎ញោមមានព្រះណាទៅដេកក្នុងគុកជំនួសហ៎អត់មានទេចុះបើនៅរស់នេះអត់មានព្រះតដេកជំនួសផងហើយចុះញោមសង្ឃឹមថាដៃខ្យល់ទៅគេលៀងបាបឲ្យយើងកើតទេអត់បើនៅរស់នេះឲ្យតដេកគុកជំនួសកូនយើងអត់មានអ្នកណាតដេកជំនួសកើតផងហ្នឹងនឹងអញ្ចឹងពុទ្ធសាសនាអត់បញ្យល់អញ្ចឹងទេបញ្យល់ញាតិញោមថាបុណ្យបាបគុណទោសល្អអាក្រក់សុខទុក្ខចម្រើនវិនិច្ឆ័យគឺអត់មាននៅលើព្រះណាឲ្យយើងទាំងអស់គឺនៅលើអ្នកណាញោមនៅលើអ្នកណាគឺនៅលើខ្លួនយើងទាំងអស់គ្នាអ្នកប្រព្រឹត្តហ្នឹងនៅលើខ្លួនយើងអ្នកប្រព្រឹត្តចឹងយើងនាំគ្នាកាប់ព្រៃ3គឺកាប់អកុសលមូល3រក្សាព្រៃ10គឺរក្សាកុសលកម្មបត្តិ10មានកាយសុចរិតទាំង3វិច័យសុចរិត4មโนសុចរិត3ទាំង10ហ្នឹងកុសលកម្មបត្តិទាំង10ហ្នឹងយើងត្រូវរក្សាផឹកឆ្នាំ5កញ្ចប់គឺនាំគ្នារក្សាបញ្ចសិក្ខាបទរក្សាសិល5មកល្អបរិសុទ្ធឥន្ទ្រីសង្វរៈសីលសង្វរៈសង្រួមរវាងប្រយ័ត្នបន្ទាប់មកតមដំណំ2គឺតិដ្ឋិនឹងមានអ្នកមនុស្សយើងបើទុកអាពីហ្នឹងគឺក៏កុសលក៏មិនកើតបើអ្នកធ្វើបុណ្យកុសលអត់កើតបើអ្នករស់ស៊ីអត់អាចមានបានទៅទេបើអ្នករៀនសូត្ររៀនគ្មានបានចំណេះអីទេព្រោះកាលណាទុកអាពីហ្នឹងគឺរៀនអត់ចេះហ្មងបើទៅរៀនក៏រៀនអត់បានចំណេះដែរព្រោះអតិថិឲ្យមានអ្នកនេះវាប្រកាន់ថាគ្រូនឹងអត់ដល់អញចេះជាងគ្រូនឹងម៉ែនិយាយក៏ម៉ែអត់ដល់អញដែរអញចេះជាងម៉ែគ្មានអាណាដល់អញអស់ចាជាងគេទាំងអស់អញ្ចឹងបើទុកអាពីហ្នឹងបើរៀនក៏អត់បានទទួលចំណេះហើយបើទៅរកស៊ីក៏ទៅរកស៊ីអត់ចម្រើនដែរព្រោះពិចារណាទៅទុកអាពីហ្នឹងទៅបើទៅរកស៊ីអត់ស្ដាប់អាណាទាំងអស់នឹងគ្មានអាណាប្រកែជាងអញអស់ចាជាងគេរហូតអញធ្វើត្រូវរហូតគ្មានអាណាប្រកែជាងអញអាហ្នឹងក៏វាអត់ចម្រើននឹងធ្វើបន់ធ្វើកុសលយាយហ្នឹងមិនបរិសុទ្ធដោយអញទេតានេះមិនបរិសុទ្ធដោយអញទេលោកនេះមិនបរិសុទ្ធដោយអញបរិសុទ្ធគ្មានអាណាដល់អញញោមឃើញទេទៅធ្វើបន់ក៏វាអត់បានបន់ទៅរកស៊ីក៏វាអត់ចម្រើនទៅរៀនសូត្រក៏អត់ចេះដឹងអញ្ចឹងបានព្រះលោកថាឲ្យតមអាពីហ្នឹងពាក្យថាតមហ្នឹងមានន័យថាកុំប៉ះឧបមាដូចយើងចូលពេទ្យគេឲ្យយើងតមដូចយើងអាលៀកកាពះឲ្យគេឲ្យយើងតមមកទេអញ្ចឹងពាក្យថាតមមានន័យថាកុំប៉ះវាកុំពាល់វាកុំក្បែរវាអញ្ចឹងព្រះថាតមដំណំពីរហ្នឹងមានន័យថាកុំនាំគ្នាញ៉ាំងអតិថិឲ្យនឹងមានអ្នកហ្នឹងទុកក្នុងខណ្ឌសន្តានរបស់យើងលះចោលល្អទៅបុណ្យកុសលសេចក្តីសុខនិងសេចក្តីចម្រើនដើម្បីកើតមានទាំងអស់គ្នាណាញោមសូមអនុមោទនាចឹងថ្ងៃនេះប្រពៃណាយើងបានធ្វើសាលាសន្សំបុណ្យយើងទទួលបុណ្យកុសលបំពេញសេចក្តីល្អនៅក្នុងសាលានឹងមានការដឹកនាំនិងពីប្រគ្រូចាតិកាប្រគ្រូសូត្រស្ដាំប្រគ្រូសូត្រស្វែងចាគណៈកម្មការកសាងសាលានឹងហើយយើងនាំគ្នាសម្អាតបោសជូតដាំផ្កាដាំអីជាសួនដាក់ផ
ហើងដាក់ឯកដាំតាមជើងតសនឹងទៅតុបតែងវាស្អាតរៀបចំចូលដល់ក្នុងវត្តពេលណាបោសសម្អាតដោះមួកដោះឆាត់ដោះស្បែកជើងអ្នកបុណ្យកុសលនៅតែនឹងយោនៅនឹងការគោរពនិយាយឲ្យងាយស្ដាប់ពុទ្ធគារវៈក្តីធម្មគារវៈក្តីសង្ឃគារវៈក្តីបដិសន្ធារគារវៈក្តីសមាធិគារវៈក្តីអបមាទគារវៈក្តីណាយើងដល់ព្រមនៅការគោរពពេលណាបុណ្យកុសលកើតឡើងពេលហ្នឹងនៅតាណាក៏កើតបុណ្យដែរឲ្យតែមានការគោរពហើយនឹងហតិយារបស់យើងនេះដល់ព្រមដោយចេតនា3មុនពេលដើរចូលវត្តសบายចិត្តជ្រះថ្លាចូលមកដល់វត្តសบายចិត្តជ្រះថ្លាចេញពីវត្តទៅវិញរីករាយជ្រះថ្លាទៀតឲ្យតហតិយារបស់យើងប្រកបដោយចេតនា3ឲ្យដល់ព្រមដោយការគោរពប៉ុណ្ណឹងណាគឺបុណ្យកុសលនឹងចម្រើនកើតមានគ្រប់ខណៈចិត្តណាញោមសូមអនុមោទនាអាត្មាផ្ដើមប៉ុណ្ណឹងចុះប្រគេនព្រះទៅលោកម្ចាស់ព្រះគ្រូអន្ត្រីយសង្វរោយ៉ាន់លេនបចោតិកាវត្តជ័យមង្គលនិងព្រះលេខាវត្តច្បារអំពៅនិងជាព្រះជាគណៈថ្នាក់កិត្តិយសដែលព្រះមហាក្សត្រសពរាជហឫទ័យតែងតាំងងារជាព្រះខូសបាលសូមព្រះអង្គប្រទានពធទេសនាចែកជូនញាតិញោមប្រុសស្រីទាំងអស់ត្រង់ចំណុចណាមួយតាមព្រះអធ្យាស្រ័យទឹកបតីនឹកថាចង់លើកធរណាកន្លែងណាដែលព្រះដែលមានពភៈព្រះអង្គសម្ដែងទៅហើយនាំនៅធររបស់ព្រះដែលមានពភៈមកចែកជូនញាតិញោមប្រុសស្រីអ្នកសវណ្ណទេជោនេះឲ្យកើតទៅនៅបៃតិសោមនស្សរីករាយជ្រះថ្លាទៅនៅក្នុងសេចក្តីល្អដែលគាត់កំពុងតែបំពេញនេះនឹកថាចង់សម្ដែងត្រង់ចំណុចណាមួយក៏អរតនីនិមន្តតាមព្រះអធ្យាស្រ័យចុះមិនចោតជាបញ្ហាកម្មអីច្រើនទេគឺលើកតាមព្រះអធ្យាស្រ័យចង់និមន្តពីអីក៏បានសូមឲ្យអរតនីតាមព្រះអធ្យាស្រ័យធ្វើម៉េចឲ្យតែញាតិញោមប្រុសស្រីទាំងអស់កើតទៅនៅសេចក្តីរីករាយជ្រះថ្លាក្នុងបុណ្យក្នុងកុសលសូមអរតនីនិមន្តសូមអនុមោទនានមថោរតនតយសវន្តិមៈទុព្រះមង្គមខ្ញុំកណាំចាស់សូមនមស្ការចំពោះប្រជុំ3នៃព្រះត្រៃរតន៍មានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1ព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាកោតក្រែងដោយយ៉ាងក្រៃលែងថ្វាយគុំពោះព្រះអង្គគ្រូព្រះសច្ចៈរាំងសីបរិជាគណៈថ្នាក់កិត្តិយសព្រះមន្ត្រីសង្ឃវត្តបតុមតីនឹងជាព្រះមេកុដដោយសេចក្តីរាប់អានថ្វាយគុំពោះព្រះអង្គគ្រូបច្ចោតិកាវត្តសវណ្ណដេជោអង្គគ្រូសូត្រឆ្វេងស្ដាំរាប់អានចំពោះលោកអ្នកដែលមានអាយុគ្រប់ព្រះអង្គសមានចិត្តរាប់អានចំពោះអស់លោកអ្នកសប្បុរសប្រុសស្រីជាពិសេសលោកអ្នកជាចាគណៈកម្មការចំណុះជើងវត្តសវណ្ណដេជោទាំងមូលរួមទាំងញាតិញោមពុទ្ធបរិស័ទចិត្តឆ្ងាយទាំងអស់ផងដែរនៅក្នុងវេលាគ្រាឱកាសនេះខ្ញុំប្រកាសណាបានឱកាសអនុញ្ញាតពីព្រះអង្គគ្រូដើម្បីបានលើកយកនៅព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូជាអង្គម្ចាស់នៃយើងយកមកសម្ដែងប្រាប់ញាតិញោមកណាលោកម្ចាស់គ្រប់ព្រះអង្គពោសាទវលោកសាទសប្បុរសប្រុសស្រីទាំងឡាយអំបញ្ញមិញញាតិញោមបានស្ដាប់ពធព្រះអង្គគ្រូចិត្តកន្លះម៉ោងចេះធម៌ហ្នឹងញោមញោមមីក្រូយើងនៅរៀងខ្ពស់អញ្ចឹងទៅលឺនៅតែមេឃណោះហើយនឹងក្នុងហ្នឹងវាអត់សូវលឺទេតែបើចង់លឺតលតែអារម្មណ៍ហ្នឹងឲ្យមូលណែអាហ្នឹងលឺឯណាញោមមានន័យខ្មែរយើងលោកថាពលឹងកុំឲ្យចេញពីខ្លួនដែលហៅថាព្រហ្មញ្ញសាសនានោះគេថាពលឹងមាន19កាលណាពលឹងញោមមិននៅក្នុងខ្លួនវាពលឹងវាហោះទៅស៊ីផលិតបាត់ក្នុងភាសាធម៌លោកថាចិត្តហើយបើចិត្តយើងអត់នឹងយើងស្ដាប់អីចូលញោមស្ដាប់អត់ចូលទេហើយរួមផ្សំជាមួយនឹងមីក្រូយើងនៅខាងលើនោះទៀតអញ្ចឹងអ្វីគឺមិនស្រួលទេអញ្ចឹងនេះក៏ជាឧបសគ្គនៃការស្ដាប់ធម៌របស់ញាតិញោមដែរអញ្ចឹងហើយបានជាលោកថាកាលណាយើងសោតៈវិញ្ញាណយើងមិននឹងវាសំលេងដតីច្រើនដែលមកបដិខៈជាមួយនឹងចិត្តយើងនោះចិត្តយើងហោះវឹងទៅស្ដាប់សំលេងនោះបាត់
ណាសំឡេងមីក្រូលេងលឺវញ្ញាញោមនឹងបានលោកក៏ចង់បញ្ជាក់ថាស្ដាប់ធម៌បានមិនបានគឺដោយសារសំឡេងដោយសារសោតវិញ្ញាណរបស់យើងបើកឬក៏ចិត្តរបស់យើងនឹងមូលហើយឬនៅចិត្តរបស់យើងនឹងថឹងហើយឬនៅកាលណាបើចិត្តរបស់យើងទោះបីជាអ្នកក្រៅរំខានដោយសំឡេងមិនសមរម្យយ៉ាងណាក៏ចិត្តយើងនឹងវាមូលល្អចិត្តយើងមូលក្បាញ់បាញ់ទៅរកសំឡេងព្រះធម៌ចឹងបានជាខាងដើមលោកចាលោកពោលថាសូសូសង្ឃលបតេបញ្ញាមានន័យថាការស្ដាប់ធម៌រមែងនាំបាននៅបញ្ញាអញ្ចឹងមានន័យថាធម៌ខ្លះព្រះអង្គលើកឡើងហើយញោមក៏ធ្លាប់ចេះដែរកន្លែងខ្លះទៅទៀតក៏មិនធ្លាប់ចេះដែរកន្លែងខ្លះទៀតចេះហើយតែការអធិប្បាយស្រាយបញ្យលនឹងវាមានសេចក្តីនឹងខុសគ្នាតាមសមត្ថភាពតាមទេពកុសលរបស់អង្គធម្មកថាមួយអង្គប៉ុន្តែមិនឃ្លាតឆ្ងាយអំពីព្រះធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធឡើយអញ្ចឹងថ្ងៃហ្នឹងញោមសពបរោះប្រុសស្រីទាំងអស់គ្នាជ្រះថ្លាធ្វើបុណ្យឆ្លងមហារោងពិដានសាលាសមិទ្ធផលនានាឃើញទេខ្មែរយើងលោកថាបើមិនបានឆ្លងកៃឡូវាកើតទៅជាសត្វជីងចក់តកែអីចឹងណាញោមណាគេថាមិនបានឆ្លងហើយឆ្លងនៅក្នុងទីនេះលោកមិនសំដៅថាធ្វើអ្វីតតែបានឆ្លងបានតែញោមនឹងមិនកើតទៅជាសត្វនោះទេចុះឧបមាថាញោមកំពុងតែធ្វើអញ្ចឹងមិនទាន់ហើយវិហារមិនទាន់ហើយសាលាមិនទាន់ហើយពិដានទេស្រាប់តែស្លាប់បាត់ទៅមិនទាន់បានឆ្លងផងគិតម៉េចញោមអ្នកសវណ្ណដេជោគិតម៉េចឥឡូវបើឯងកំពុងតែធ្វើរោងធ្វើសាលាប៉ុណ្ណាវាស្រាប់តែដាច់ខ្យល់បាត់ទៅថ្ងៃមុនតែប្រងបញ្ចូលប្រហើយជាមួយបច្ចៅអធិការវត្តសវណ្ណដេជោហ្នឹងអាឡ័យតែចាំកូនគេមិនដឹកមកដាច់ខ្យល់បាត់ឃើញទេណាមានចិត្តវាជាប់ចំពាក់អញ្ចឹងអានឹងបានកើតមកជាតកែបានកើតមកជាជីងចក់វាចិត្តយើងវាបដោតមកលើអានឹងញាតិញោមសេចក្តីឆ្លងក្នុងទីនេះលោកសំដៅទៅលើការឆ្លងនៅសេចក្តីកំណាញ់របស់យើងពោលគឺការឆ្លងនៅអន្លង់ទាំងឡាយ4ណែមានអន្លង់កាមមកខៈប្រវោខៈទិដ្ឋោខៈអបិឈូខៈដែលយើងទាំងអស់គ្នានឹងក៏បីឆ្លងយើងធ្វើបុណ្យធ្វើទានធ្វើកុសលច្រើនណាស់ញាតិញោមទានថ្នាក់ទានបារមីសីលបារមីអ្នកញោមខ្លះក៏បាននៃខមៈបារមីចេញបួសហ្នឹងក៏សឹកទៅវិញញោមខ្លះទៅក៏មកបួសវិញទានបៈឧបបារមីលះបង់អវយវៈរបស់ខ្លួនកាលណាយើងមានសេចក្តីណែឆ្លងលងទាំងឡាយ4នឹងឲ្យរួចឲ្យផុតទៅល្អញាតិញោមចឹងបានជាសត្វលោកកើតវិលវល់ក៏ដោយសារឆ្លងលងនឹងមិនរួចណែកាមមកខាងលោកសំដៅទៅដល់កិលេសកាមវត្ថុកាមឃើញទេកិលេសកាមនោះលោកសំដៅលើអីសំដៅទៅលើសេចក្តីសៅមងក្នុងចិត្តឃើញទេចិត្តយើងខ្លះទៅវាមានសេចក្តីសៅមងចិត្តអញ្ចឹងដែរញោមឧបមាថាចិត្តរបស់យើងនឹងមានរឿងគិតរឿងអាក្រក់អ្នកដតីញុះញង់អ្នកដតីតគោះបះបោកពោលពាក្យតគោះបះបោកអ្នកដតីនិយាយពាក្យរួយរីអត្តប្រយោជន៍ជាមួយអ្នកដតីដែលព្រះអង្គលើកអំពីកុសលកម្មបត្តិទាំងឡាយ10នោះណាដែលញោមរក្សាឲ្យបាននោះគឺរក្សានៅកុសលកម្មបត្តិ10នឹងឯងកាលណាបើយើងមិនរវាងប្រយ័ត្នទេព្រះអង្គលោកសម្ដែងថាចិត្តរបស់យើងនឹងវារលីមរលាមញាតិញោមចិត្តរបស់យើងវានៅអត់សំណុកទេចម្រើនពរពេលណាដែលចិត្តយើងនឹកឃើញធម៌នឹកឃើញធ្វើបុណ្យធ្វើទានមានន័យថាចិត្តកុសលហ្នឹងកើតឃើញទេ
ណែចិត្តគឺជាកុសលហ្នឹងកើតស្រឡាញ់ពេញចិត្តជាមួយនឹងធម៌អញ្ចឹងទៅប៉ុន្តែពេលណាអ្វីមករំខានខាងក្រៅទាញចិត្តយើងជាកុសលហ្នឹងបាត់នឹកឃើញថ្ងៃមុននោះទាលុយគេអត់សងឯងសោះឃើញទេខឹងអើយខឹងចង់ទៅវាយឯងទេឃើញទេចិត្តអកុសលវាកើតបាត់ហើយណាដល់ពេលយើងអង្គុយនៅនឹងអញ្ចឹងចិត្តយើងនឹកឃើញដល់មេឃដល់ផ្កាយដល់នៅផ្ទះនោះបានអាណាចាំផ្ទះទេថ្ងៃច័ន្ទផងកូនចៅគេទៅធ្វើការអស់អត់កៃឡូកូនចៅទៅធ្វើការអស់មកវិញគេអត់បាយញ៉ាំឡៃស្ដាប់លោកទេសនាយូរពេកក៏អាចថាបានឃើញទេអញ្ចឹងមានន័យថាចិត្តរបស់យើងមិនងាយក្នុងការដុសខាត់ឬក៏មិនងាយក្នុងការអប់រំបានទេអញ្ចឹងមិនមែនស្ដាប់ពធមួយក្រែពីរក្រែហើយញាតិញោមនៅមុខអាត្មាមិនក្រោមពី100ក្រែហើយទេណាញោមឃើញទេមិនក្រោមពី100ក្រែ200ក្រែទេរឿងស្ដាប់ធម៌តែស្ដាប់ធម៌ហើយយកធម៌នោះទៅណាយកធម៌នឹងទៅប្រាប់កូនប្រាប់ចៅបង្រៀនកូនបង្រៀនចៅឲ្យដើរតាមកន្លងធម៌មែនទេញោមប្រយ័ត្នកូនគេដើរតាមកន្លងគាត់ណែវាមិនមែនកន្លងធម៌ណាធម្មតាតែយើងមកបន់មកម្នាក់ឯងអត់មានកូនអត់មានចៅមកទេប្រយ័ត្នកូនគេអត់ចេះធ្វើបន់ឲ្យយើងណាញោមអត់ចេះធ្វើបន់យ៉ាងម៉េចថងថាពេលយើងស្លាប់ទៅជួនកាលវាមិនដឹងថាមុនលោកទៅសង្កទានទឹកបន់នឹងអាម៉េចផងបកគួលឲ្យអាចារ្យទាំងអស់ឃើញទេដឹងមុខមិនដឹងក្រោយទេតែទៅយាយនោះក៏ធ្វើបន់ធ្វើទាននឹងសម្បើមណាតកូនចៅអត់ដឹងអីបន្តិចឃើញទេឃើញកំហុសអាហ្នឹងមិនមែនកំហុសអីទេកំហុសបច្ចេកទេសផងកំហុសពីលោកតាអាចារ្យនឹងផងប៉ុន្តែអាចារ្យវត្តសវណ្ណដេកជូនឹងទេចាគេនៅណានោះទេឃើញទេមិនប្រាប់មិនបញ្យល់គាត់ចឹងទាំងវើរបស់មនុស្សទេចឹងបានជាអ្នកប្រាជ្ញលោកថាគុកនឹងសោចោជាអ្នកបង្កើតឱសថល្អឆើតកើតពីរូបដំណេកកើតពីកាងមួយងុកសត្វក្នុងលោកកើតពីកម្មឃើញទេព្រោះអត់មានមនុស្សធ្វើអាក្រក់ក៏អត់មានចោព្រោះអត់មានចោក៏អត់មានសោអត់មានគុកដែរឃើញទេវាមិនដែលគុកគេដាក់មនុស្សសប្បុរសទេគេដាក់តែមនុស្សខូចញ៉ែមនុស្សដែលសង្គមគេមិនរាប់អានពីលាវ៉ាសែដើរកាប់ដើរសម្លាប់ឆក់ប្លន់អ្នកដតីអាហ្នឹងវាប្រឆាជាមួយនឹងរក្សាសិល5ដូចអ្វីដែលព្រះអង្គគ្រូលោកបានលើកឡើងពីខាងដើមត្រឡប់មកវិញណែសេចក្តីប្រាថ្នាកុំឲ្យវាសៅមងក្នុងចិត្តហ្នឹងលោកហៅថាកិលេសណាវត្ថុកាមហ្នឹងសេចក្តីប្រាថ្នាដែរញាតិញោមណែប្រាថ្នាមិនចេះចប់មិនចេះហើយចង់បានកង់ជិះទៅវាស្រួលមកវត្តចង់បានកង់នោះវានឹកឃើញវាបានម៉ូតូទេវាគេងលឿនតាន់សភាពការឯញោមឃើញទេបានម៉ូតូរៀងតាន់សភាពការវាទាស់តែរៀងដីហុយទេវាបានឡានល្អបន្តិចឃើញទេអាហ្នឹងសេចក្តីប្រាថ្នារបស់យើងហ្នឹងវាមិនចប់ចុងមិនចប់ដើមទេហើយទី2នោះភវោខៈអន្លង់គឺភពមកបានដល់អីបានដល់កាមភពរូបភពអរូបភពកាមភពនឹងលោកសំដៅទៅលើភពទាំង11ជាន់បានដល់ទេវលោក6អបាយភូមិ4មនុស្ស1បូកបញ្ចូលគ្នាទៅ11ជាន់អានឹងពេលខ្លះទៅយើងក៏វិលវល់ក្នុងកាមភពនឹងឯងណានៅក្នុងភវោខៈនៅក្នុងភពទាំងឡាយ3នឹងឯងឬក៏លោកឲ្យឈ្មោះថាកាមភូមិនោះណាញោមណាហើយកាលណាយើងញាតិញោមមើលវត្តដាក់ហ្នឹងគឺថាវិលវល់ទូលកើតទៅមកដូចញាតិញោមមកបនវត្តសវណ្ណដីជោក្រុមខាដឹកនាំព្រះអស់គ្រូចៅរិកាស្វាយវុធីញោមសិតតែមានបនមានកុសលធ្វើបនជាមួយគ្នាបើអត់ធ្វើបនជាមួយគ្នាយើងមកជួបគ្នាទេញោម
អ្នកដែលមកជួបគ្នាសិតតែអ្នកធ្លាប់ធ្វើបុណ្យធ្វើកុសលធ្វើទានយ៉ាងហើយទៅកូនមកកើតជាមួយយើងក៏ធ្លាប់ធ្វើបុណ្យជាមួយយើងដែរហើយសយនោះពីមុនមកហ្នឹងយើងធ្លាប់ធ្វើកូនគាត់ក៏មានពុប្តីស័យព្រះអង្គលោកសម្ដែងថាសង្សារវដ្តហ្នឹងមិនអាចកំណត់បានតែណាធ្លាប់ធ្វើជាកូនធ្លាប់ធ្វើជាឪពុកធ្លាប់ធ្វើជាម្ដាយធ្លាប់ធ្វើជាញាតិរបស់យើងឯងចឹងហើយយើងគិតមើលថាសាសនារបស់យើងព្រះអង្គពុទ្ធវិជាករមក5000ប្រវត្តិសាស្ត្រតែឥឡូវទៅមិនបាន2566មានន័យថាកន្លងទៅបាន65បច្ចុប្បន្នហ្នឹងគឺ66ឃើញទេដែលទើបបញ្ចូលបានថ្មីថ្មោងកន្លះខែហ្នឹងដែរនេះ66អញ្ចឹងយើងកើតមករួមគ្នាអត្តភាពជាមនុស្សហ្នឹងក៏លំបាកដែរញាតិញោមតើមកកើតជាមនុស្សហ្នឹងសំបុណ្យកុសលនឹងច្រើនអញ្ចឹងហើយបើភ្លាត់មកកើតនៅក្នុងភពទាំង3ហ្នឹងភពណាមួយតែអាចកាមភពហ្នឹង11ជាន់នឹងឯងមានសួរ6ជាន់នឹង